KTR ផ្សាយចេញពីទីក្រុងខ្មែរ Long Beach រដ្ឋ California នៃសហរដ្ឋអាមេរិកពីរាជធានីភ្នំពេញយើងខ្ញុំផលនីការួមជាមួយសាករាយផ្សាយសម្លេងវិទ្យុខ្មែរប៉ុស្តិ៍សូមគោរពនឹងជម្រាបសួរលោកស្រីអ្នកនាងកញ្ញាទាំងអស់ជាទីមេត្រីចា៎ថ្ងៃនេះជាថ្ងៃ300ខែបុស្សឆ្នាំម្សាញ់បញ្ញស័កពុទ្ធសករាជ2557ដែលត្រូវនឹងថ្ងៃសៅរ៍ទី18ខែមករាគ្រិស្តសករាជ2014ចាសម្រាប់កម្មវិធីផ្សាយរបស់វិទ្យុខ្មែរប៉ុស្តិ៍នៅថ្ងៃនេះនាងខ្ញុំសូមជូនដើមមេត្តារឿងរមៀនក្រុមអ្នកដំណើររាជគណៈបកសង្គ្រោះជាតិបានចុះសួរសុខទុក្ខនិងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តតាកែវដែលងាកមកគាំទ្រលើគោលនយោបាយរបស់គណៈបកសង្គ្រោះជាតិប្រៀបដូចទឹកបាក់ទំនប់សេចក្តីរាយការណ៍ជំវិញវេទិកាសាធារណៈនៅខេត្តកំពង់ធំបទអត្ថាធិប្បាយនយោបាយស្តីអំពីក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិបានស្គាល់ទោសទៅលើទង្វើដែលរដ្ឋាភិបាលបានបង្ក្រាបទៅលើកម្មករធ្វើឲ្យរងរបួសនិងស្លាប់ជាច្រើនដោយពុំទទួលខុសត្រូវកិច្ចពិភាក្សាស្តីអំពីទួលនីតិរបស់ព្រះសង្ឃកិច្ចសម្ភាសន៍ស្តីអំពីសុខភាពរបស់ព្រះតេជគុណក្នុងការព្យាបាលរយៈពេលកន្លងមកហើយទៅព្យាបាលនៅប្រទេសថៃដោយសារតែរងការបង្ក្រាបពីកងកម្លាំងយោធាឆ័ត្រយង911កាលពីថ្ងៃទី2ទី3ឆ្នាំ2014ដែលធ្វើឲ្យមានរងរបួសនិងស្លាប់ជាច្រើនចាលោកអ្នកនាងស្ដាប់ជាទីមេត្រីនៅចុងបញ្ចប់នៃកម្មវិធីផ្សាយរបស់វិទ្យុខ្មែរប៉ុស្តិ៍នៅថ្ងៃនេះលោកអ្នកនាងនឹងបានតាមដានស្ដាប់នៅនាទីសប្បុរសធម៌លំដាប់តទៅនេះនាងខ្ញុំសូមជូនព័ត៌មានក្រុមអ្នកដំណើររាជគណៈបកសង្គ្រោះជាតិបានចុះសួរសុខទុក្ខនិងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តតាកែវដែលងាកមកគាំទ្រលើគោលនយោបាយរបស់គណៈបកសង្គ្រោះជាតិប្រៀបដូចទឹកបាក់ទំនប់លោកសុខខតីសូមជូនព័ត៌មានពិស្ដាក្រុមអ្នកដំណើររាជគណៈបកសង្គ្រោះជាតិដឹកនាំដោយលោកកម្មសុខានៅព្រឹកថ្ងៃទី18ខែមករា2014នេះបានអញ្ជើញចុះសួរសុខទុក្ខនិងកំណែកំណើដល់សកម្មជនអ្នកគាំទ្រគណៈបកសង្គ្រោះជាតិប្រមាណ 1000 នាក់នៅបរិវេណវត្តឈ្នះឃុំស្នោស្រុកព្រៃកដាស់ខេត្តតាកែវដើម្បីថ្លែងអំណរគុណដល់ពលរដ្ឋដែលពុះទាបោះឆ្នោតគាំទ្រគណៈបកសង្គ្រោះជាតិប្រៀបដូចជាទឹកបាក់ទំនប់រហូតទទួលបានជ័យជំនះលើគណៈបកប្រជាជនកម្ពុជាកាលពីពេលបោះឆ្នោតជាតិកន្លងមកអង្គដំណើរលោកកម្មសុខាអនុប្រធានគណៈបកសង្គ្រោះជាតិរួមមានលោកប៉ៅហំលោកខីវ៉ាន់ដេលោកអ៊ូច័ន្ទរតលោកស្រីទេពសុធីអ្នកតំណាងរាជខេត្តកំពតលោកម៉ោនសុផានអតីតអ្នកតំណាងរាជរួមទាំងសមាជិកសមាជិកាគណៈបកសង្គ្រោះជាតិមកពីរាជធានីភ្នំពេញមួយចំនួនទៀតបានចូលរួមអមដំណើរផងដែរនៅព្រឹកនេះដំណើរឡើងមុននឹងថ្លែងនៅសារនយោបាយមួយចំនួនទៅកាន់សកម្មជនអ្នកគាំទ្រគណៈបកសង្គ្រោះជាតិលោកប៉ៅហំអ្នកតំណាងរាជគណៈបកសង្គ្រោះជាតិខេត្តតាកែវនិងជាប្រធានក្រុមការងារគណៈបកសង្គ្រោះជាតិមណ្ឌលនេះផងនោះបានសម្ដែងការអបអរសាទរយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋនៅឃុំស្នោក៏ដោយប្រជាពលរដ្ឋខ្មែរនៅតាមបណ្ដាឃុំនានាទូទាំងខេត្តតាកែវដែលផ្ដល់សេចក្តីទុកចិត្តងាកមកគាំទ្រលើគោលនយោបាយគណៈបកសង្គ្រោះជាតិកាលពីពេលបោះឆ្នោតនៅបច្ចុប្បន្ននេះលោកថាអាយថាក្នុងចំណោម8អាសនៈនៅខេត្តនេះដែលគណៈបកសង្គ្រោះជាតិទទួលបានសម្លេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋចំនួន4អាសនៈនេះពេលនេះនោះជាលទ្ធផលដែលសេសសល់ពីការឆក់ខ្លួនរបស់គណៈបកប្រជាជនកម្ពុជាតែប៉ុណ្ណោះដូច្នេះខេត្តតាកែវប្រសិនបើការបោះឆ្នោតមួយប្រព្រឹត្តដោយលក្ខណៈសេរីត្រឹមត្រូវនិងយុត្តិធម៌នោះគណៈបកប្រជាជនកម្ពុជាស្ទើរពុំមានសម្លេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋខ្មែរនោះឡើយអនុប្រធានគណៈបកសង្គ្រោះជាតិលោកកម្មសុខាបានថ្លែងថាកត្តាដែលកំណត់ថាគណៈបកប្រជាជនកម្ពុជាបានតែងឆ្នោតគណៈបកសង្គ្រោះជាតិចែកអាម៉ានោះដោយសារកន្លងមកក៏ដូចជាពេលបច្ចុប្បន្នផងដែរគណៈបកសង្គ្រោះជាតិស្នើឲ្យគណៈបកប្រជាជនកម្ពុជាបង្កើតនៅគណៈកម្មាធិការចម្រុះឯករាជ្យមួយដើម្បីស៊ើបអង្កេតភាពបន្តក្តីជុំវិញលទ្ធផលការបោះឆ្នោតគណៈដែលគណៈបកប្រជាជនកម្ពុជាបានបដិសេធនឹងសំណើនោះដោយគេចាត់ទុកថាជាយុទ្ធសាស្ត្រថ្មីនៃដំណាក់កាលទី1របស់គណៈបកសង្គ្រោះជាតិគណៈដែលគណៈបកប្រជាជនកម្ពុជាបានបដិសេធនឹងសំណើនោះដែលគេចាត់ទុកថាជាយុទ្ធសាស្ត្រថ្មីនៃដំណាក់កាលទី1របស់គណៈបកសង្គ្រោះជាតិលោកអ្នកសវណ្ណប្រធានគណៈកម្មាធិការប្រតិបត្តិគណៈបកសង្គ្រោះជាតិខេត្តតាកែវបានឲ្យដឹងថាខេត្តតាកែវគឺ
ជាខេត្តមួយមានចំនួន100ឃុំសង្កាត់និងមានកៅអីអ្នកតំណាងរាស្ត្រសរុប8អាសនៈដោយឡែកគណៈបកប្រជាជនកម្ពុជាដែលមានប្រពន្ធតែចេញពីបកកុម្មុយនីឥណ្ឌូចិនរបស់ខ្មោចយួនហូជីមិញនោះត្រូវស្ទើរនៅឆ្នាំគាំទ្រពីប្រជាពលរដ្ឋត្រឹមតែ52ឃុំសង្កាត់ប៉ុណ្ណោះដោយគណៈបកសង្គ្រោះជាតិតំណាងបាន48ឃុំសង្កាត់លោកបើយោងតាមលទ្ធផលដែលអ្នកខ្លំមើលការបោះឆ្នោតជាតិចាត់ទុកថាគណៈបកសង្គ្រោះជាតិអាចកើនឡើងរហូតដល់ 70% លើកទឹកណាគណៈបកប្រជាជនកម្ពុជាមិនបានឆក់ខ្លួនខាងទៀតនៃការតស៊ូរបស់ប្រជាពលរដ្ឋខ្មែរពីនោះគូបញ្ជាក់ថាបន្ទាប់ពីបានសំណេះសំណាលនិងថ្លែងនៅសារនយោបាយទៅកាន់ប្រកម្មជនអ្នកគ្រប់គ្រងគណៈបក្សសង្គ្រោះជាតិចុះដោយទាំងនោះគណៈបក្សសង្គ្រោះជាតិបានចុះជួបសំណេះសំណាលជាមួយអាជីវកររាប់រយនាក់ដែលកំពុងលក់ដូរនៅផ្សារព្រឹងវាស្ថិតក្នុងស្រុកព្រៃក្របាស់ខេត្តតាកែវផងដែរបើក្នុងនោះលោកសុខាបានទទួលការសាទរយ៉ាងកក់ក្ដៅពីសំណាក់អាជីវករនៅមន្ទីរមេដឹកនាំនៃគណៈបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាពរូបនេះបន្តដំណើរទៅមុខទៀតឆ្ពោះទៅខេត្តកំពតស្របតាមការគ្រោងទុករបស់គណៈបក្សសង្គ្រោះជាតិខ្ញុំតខោទៅរាយការណ៍ពីស្រុកព្រៃក្របាស់ខេត្តតាកែវចាព័ត៌មានដែលនាងខ្ញុំជម្រាបជូននៅពេលនេះចាប់តែប៉ុណ្ណេះលោកអ្នកកំពុងស្ដាប់វិទ្យុខ្មែរប៉ុកផ្សាយចេញពីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកចាលោកអ្នកនាងស្ដាប់ជាទីមេត្រីតទៅនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់នៅសេចក្តីរាយការណ៍របស់លោកសវណ្ណរិទ្ធីដែលជាអ្នកសាកសួរដេញដោលទៅលោកទៀងសច្ចៈដែលកំពុងតែយកព័ត៌មានផ្ទាល់នៅឯវេទិកាសាធារណៈនៅខេត្តកំពង់ធំចាចង់ដឹងថាតើសេចក្តីរាយការណ៍របស់លោកសវណ្ណរិទ្ធីជាមួយនឹងលោកទៀងសច្ចៈមានអត្ថន័យនិងខ្លឹមសារយ៉ាងណានោះដូច្នេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ដូចតទៅបាទលោកអ្នកនាងជាទីមេត្រីនៅថ្ងៃនេះអ្នកតំណាងរាស្ត្ររបស់គណៈបកសង្គ្រោះជាតិបានទៅចូលរួមវេទិកាសាធារណៈនៅខេត្តកំពង់ធំក្នុងនោះក៏មានការចូលរួមពីប្រជាពលរដ្ឋដែលមានបញ្ហាផ្សេងៗមកចូលរួមធ្វើការសាកសួរទៅកាន់អ្នកតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិដោយសារតែអ្នកយកព័ត៌មានយើងគឺលោកទៀងសច្ចៈបានចុះទៅតាមដានផ្ទាល់នៅឯកន្លែងដែលកំពុងធ្វើវេទិកាសាធារណៈហ្នឹងចង់ដឹងថាតើដំណើរការទៅយ៉ាងណានោះជាដំបូងខ្ញុំសូមជម្រាបសួរលោកទៀងសច្ចៈបាទសូមជម្រាបសួរលោកសវណ្ណធីបាទលោកទៀងសច្ចៈយើងដឹងហើយថានៅថ្ងៃនេះអ្នកតំណាងរាស្ត្ររបស់គណៈបកសង្គ្រោះជាតិបានចូលរួមនៅក្នុងវេទិកាសាធារណៈមួយនៅខេត្តកំពង់ធំខ្ញុំចង់ជម្រាបសួរលោកថាតើវេទិកាសាធារណៈហ្នឹងគឺកំពុងធ្វើនៅក្នុងប្រធានបទអ្វីដែរបាទឥឡូវនេះម៉ោង11និង30នាទីខ្ញុំកំពុងស្ថិតនៅក្នុងភូមិត្រពាំងស្នោតឃុំច្រនៀងស្រុកបារាយខេត្តកំពង់ធំគឺស្ថិតនៅជាមួយនឹងវេទិកាសាធារណៈរបស់គណៈបក្សសង្គ្រោះជាតិនេះគោលបំណងនៃវេទិកាសាធារណៈនេះគឺគេធ្វើឡើងដើម្បីអញ្ជើញអ្នកតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិមកបកស្រាយចង្វាក់ផ្សេងៗដែលចាក់ទងទៅនឹងបញ្ហារបស់ប្រទេសជាតិនៅពេលបច្ចុប្បន្នគឺក្រោយថ្ងៃបោះឆ្នោតថ្ងៃទី27ខែកក្កដាឆ្នាំ2013កន្លងមកបាទខ្ញុំចង់ឲ្យលោកជំរាបថានៅក្នុងនោះតើមានសមាជិកអ្នកតំណាងរាស្ត្ររបស់គណៈបក្សសង្គ្រោះជាតិណាខ្លះដែលបានចូលរួមនៅព្រឹកនេះបាទនៅក្នុងវេទិកាសាធារណៈនេះគឺយើងឃើញមានវត្តមានតំណាងរាស្ត្រ3រូបដែលមកពីគណៈបក្សសង្គ្រោះជាតិរួមមានលោកនីកសវណ្ណារាស្ថាបនិកវិទ្យុខ្មែរប៉ុកនិងជាតំណាងរាស្ត្រខេត្តបន្ទាយមានជ័យលោកញយចម្រើនតំណាងរាស្ត្រខេត្តកំពង់ចាមនិងលោកតំណាងរាស្ត្រខេត្តកំពង់ធំបាទលោកទៀងសច្ចៈក្រៅពីស្ថានភាពនយោបាយដែលប្រជាពលរដ្ឋចង់ដឹងនេះតើពលរដ្ឋមានបានលើកឡើងពីបញ្ហាតាក់ទងទៅនឹងផលវិបាករបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំនោះទេបាទគឺឃើញថាការផ្លែកជាពលរដ្ឋនៅក្នុងនោះគឺលោកនីកសវណ្ណារាផ្លែកប្រជាពលរដ្ឋហ្នឹងគឺគាត់បានលើកឡើងអំពីបញ្ហា3ពីដំណោះស្រាយដែលធ្វើឲ្យប្រទេសរីកចម្រើនដោយវឌ្ឍនភាពគឺទី1ទាក់ទងទៅនឹងបញ្ហានយោបាយទី2ទាក់ទងទៅនឹងសង្គមគិច្ចទី3ទាក់ទងទៅនឹងសេដ្ឋកិច្ចដែលបញ្ហានយោបាយគឺលោកបានបកស្រាយថាអ្នកនយោបាយមិនទុកប្រជាពលរដ្ឋរងងខ្លៅជាអ្នកដឹកនាំតែទុកខ្លួនឯងជាព្រះអាទិទេពដែលចុះមកសង្គ្រោះប្រជាពលរដ្ឋនោះទេបន្ថែមលើនេះគណៈបកនយោបាយត្រូវមានគោលការណ៍ច្បាស់លាស់ដើម្បីអភិវឌ្ឍប្រទេសជាតិមិនមែនថាធ្វើអ្វីតាមតែអំពើចិត្តចេញពីខ្សែភ្នែករបស់ប្រជាពលរដ្ឋបង្កើតនៅបកពួកនិយមអំពើពុករលួយក្រមគំនាបបរទេសជាដើមហ្នឹងហើយទី2ហ្នឹងទៅទៅនឹងសង្គមគិច្ចហ្នឹងគឺលោកបានលើកឡើងថាសង្គមគិច្ចគឺការរៀបចំប្រព័ន្ធនៃសេដ្ឋកិច្ចឲ្យប្រជាពលរដ្ឋរស់នៅបានស្រួលដោយគាត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់មានប្រព័ន្ធទឹកដើម្បីធ្វើស្រែចម្ការមិនមែនយើងអភិវឌ្ឍប្រទេសជាតិពីម្នាក់1ហិកតាទៅ9នាក់10នាក់ក្នុងគ្រួសារហ្នឹងដោយសារត្រឹមតែ1ហិកតាដដែលទេហើយសង្គមគិច្ចនឹងទៀតសោតគឺថាយើងត្រូវធ្វើឲ្យមានតម្លាភាពចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិទី3តទៅទៅនឹងសេដ្ឋកិច្ចគឺលោកបានលើកឡើងអំពីសេដ្ឋកិច្ចស្ទាន់តែកើនឡើងតែទិន្នន័យតែ
ជំនួសនោះទេសេដ្ឋកិច្ចគឺត្រូវតែធ្វើឲ្យប្រជាពលរដ្ឋរស់នៅបានស្រួលគេគិតអំពីតម្លៃនៃប្រជាពលរដ្ឋថាតើគាត់រស់នៅហូបចុកគ្រប់គ្រាន់ទេមានប្រាក់ចំណូលគ្រប់គ្រាន់ទេតើប្រជាពលរដ្ឋហ្នឹងពេលធៀបមកឥឡូវហ្នឹងគាត់មានការហូបចុកត្រឹមត្រូវទេមិនមែនគ្រាន់តែសេដ្ឋកិច្ចកើនឡើងតែទូលលេខដោយរដ្ឋាភិបាលសពថ្ងៃនេះទេហើយក្នុងនោះទៀតលោកក៏បានសំណូមពរឲ្យមេភូមិមេឃុំកងកម្លាំងប្រដាប់អាវុធបញ្ឈប់ការគំរាមកំហែងមកលើប្រជាពលរដ្ឋព្រោះតែការគម្រាមកំហែងហ្នឹងគឺត្រូវបានហួសសម័យហើយមេភូមិមេឃុំទាំងអស់ហ្នឹងត្រូវតែគោរពច្បាប់គោរពសិទ្ធិមនុស្សនិងគោរពប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតបន្ថែមលើនេះលោកក៏សូមឲ្យគណៈបកនយោបាយទាំងអស់សូមឲ្យយកខ្មែរជាសត្រូវមានន័យថាកុំឲ្យចាត់ទុកខ្មែរណាជាសត្រូវដោយសារតែនិន្នាការនយោបាយដោយសារតែគាត់ស្រឡាញ់នៅលទ្ធិប្រជាធិបតេយ្យនោះទេចំណែកឯលោកញយចម្រើនវិញលោកក៏បានស្នើសុំឲ្យរដ្ឋាភិបាលត្រូវតែដោះលែងអ្នកជាប់ឃុំទាំង23រូបដែលកងកម្លាំងរបស់រដ្ឋាភិបាលបានធ្វើការបាញ់សម្លាប់និងបង្ក្រាបយ៉ាងខុសខើការប្រឆាំងទី2ទី3ហ្នឹងលោកក៏បានបន្ថែមទៀតថាលោកសុកចិត្តឲ្យអាជ្ញាធរចាប់លោកជំនួសជនទាំង23នាក់នោះដោយគ្រាន់តែពួកគាត់ទាមទារតវ៉ាកម្លាំងប្រាក់ខែ$160ដើម្បីរស់ទៅតាមស្ថានភាពសង្គមបច្ចុប្បន្ននេះលោកក៏បានលើកឡើងថាបញ្ហានៃការបាត់បង់ទឹកដីដែលជនជាតិយួនបង្ខិតព្រំដែនចូលមកក្នុងទឹកដីខ្មែរហ្នឹងលោកបានលើកឡើងថាគឺវាមានលក្ខណៈផ្ទុយពីរដ្ឋធម្មនុញ្ញផ្ទុយពីច្បាប់ដែលរដ្ឋាភិបាលយួនបានលូកដៃចូលក្នុងសេដ្ឋកិច្ចកម្ពុជាក៏ដូចជាការគ្រប់គ្រងរបស់ប្រទេសកម្ពុជាហ្នឹងហើយលោកបានអះអាងថានៅតាមព្រំដែនមួយចំនួនហ្នឹងគឺត្រូវបានអាជ្ញាធរយួនធ្វើដំណាំធ្វើស្រែប្រជាពលរដ្ឋយួនធ្វើស្រែធ្វើចម្ការបានប៉ុន្តែហេតុអីក្នុងដែនដីខ្មែរក្នុងព្រំដែនខ្មែរប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែននោះមិនអាចធ្វើស្រែមិនអាចធ្វើចម្ការបានដូចប្រជាពលរដ្ឋយួនជាទូទៅនោះគឺថាយួនតែងតែគម្រាមកំហែងមកលើអាជ្ញាធរខ្មែរមិនឲ្យប្រជាពលរដ្ឋដែលរស់នៅតាមទីតាំងនោះធ្វើស្រែធ្វើចម្ការនោះទេនេះគឺជាភាពជាក់ស្ដែងដែលលោកបានជួបផ្ទាល់តំណាងរាស្ត្រទាំង3រូបគឺគាត់មានគោលជំហររួមគ្នានៅត្រង់ថាការផ្សាយសារបទមួយនោះគឺគាត់បដិញ្ញាថាប្រជាពលរដ្ឋមិនបាច់ផ្ទៃទូនេះចំពោះការចូលទៅប្រជុំសភារបស់គណៈបក្សប្រជាជាតិជាមួយនឹងគណៈបក្សប្រជាជនទេហើយគាត់បានបញ្ជាក់ថាគាត់តែគាត់សន្យាចំពោះមុខប្រជាពលរដ្ឋថាគាត់មិនចូលប្រជុំសភាដើម្បីបង្ក្រប់កិច្ចគណៈបក្សប្រជាជនកម្ពុជាជាដាច់ខាតប្រសិនណាបើគ្មានដំណោះស្រាយគ្មានការយល់ស្របទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋគឺការបោះឆ្នោតជាសថ្មីឬក៏មានការស៊ើបអង្កេតរោគភាពមិនប្រក្រតីនៃការបោះឆ្នោតកាលពីថ្ងៃទី27ខែកក្កដាឆ្នាំ2013កន្លងមកទេបាទបានលោកទៀងសច្ចៈតើភាគច្រើននៃប្រជាពលរដ្ឋដែលបានលើកជាសំណួរនោះគាត់ចោទសួរពីបញ្ហាអ្វីខ្លះបាទប្រជាពលរដ្ឋគាត់កំពុងតែដាក់សំណួរក្រោយពេលដែលតំណាងរាស្ត្រគាត់បានបញ្ចប់ការថ្លែងការណ៍ទៅកាន់ប្រជាពលរដ្ឋនោះគាត់បានចោទជាសំណួរតែភាគច្រើនសំណួរទាំងអស់ហ្នឹងគឺគាត់សុំឲ្យរដ្ឋាភិបាលនឹងគិតគូរដល់ពួកគាត់ដោយគាត់រស់នៅរាល់ថ្ងៃនេះគឺគ្មានការមើលការខុសត្រូវពីអាជ្ញាធរទេហើយជាពិសេសទៀតគឺគាត់ផ្ដល់ក្តីសង្ឃឹមទៅលើគណៈបក្សសង្គ្រោះជាតិហើយគាត់បានអះអាងថាមានតែគណៈបក្សសង្គ្រោះជាតិមួយទេដែលអាចសង្គ្រោះពួកគាត់ចេញពីអំណាចផ្ដាច់ការបានខ្លះទៀតគាត់លើកជាសំណួរថាគណៈបក្សសង្គ្រោះជាតិអាចចូលប្រជុំក្នុងរដ្ឋសភាបានប្រសិនណាបើគណៈបក្សសង្គ្រោះជាតិអាចកែគោលយោបល់មុនការបោះឆ្នោតឬក៏អាចកែគោលការណ៍មួយចំនួនណាដែលគណៈបក្សសង្គ្រោះជាតិគិតថាអាចស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋបាទខ្ញុំសូមអរគុណលោកទៀងសច្ចៈដែលបានធ្វើសេចក្តីរាយការណ៍ពីខេត្តកំពង់ធំជុំវិញការធ្វើវេទិកាសាធារណៈដែលមានការចូលរួមដោយអ្នកតំណាងរាស្ត្រមកពីគណៈបក្សសង្គ្រោះជាតិខ្ញុំសូមអរគុណនិងសូមជម្រាបលាលោកទៀងសច្ចៈបាទសូមជម្រាបលាស្វាគមន៍សូមជូនអត្ថាធិប្បាយនយោបាយចាលោកអ្នកនាងស្ដាប់ជាទីមេត្រីតទៅនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់នៅបទអត្ថាធិប្បាយនយោបាយរបស់លោកពេជ្រសវណ្ណស្ដីអំពីក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិបានថ្កោលទោសទៅលើទង្វើដែលរដ្ឋាភិបាលបានបង្ក្រាបទៅលើកម្មករដែលធ្វើឲ្យរងរបួសនិងស្លាប់ជាច្រើនដោយពុំទទួលខុសត្រូវចាចង់ដឹងថាតើបទអត្ថាធិប្បាយនយោបាយរបស់លោកពេជ្រសវណ្ណមានអត្ថន័យនិងខ្លឹមសារយ៉ាងណានោះដូច្នេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ដូចតទៅករណីសមត្ថកិច្ចប្រដាប់អាវុធនៃរដ្ឋាភិបាលមិនស្របច្បាប់របស់លោកហ៊ុនសែនប្រើអំពើហិង្សាពីបង្ក្រាបនិងបាញ់សម្លាប់កម្មករកម្មការនេះព្រមទាំងប្រជាពលរដ្ឋស្លូត
ត្រង់កាលពីថ្ងៃទី2និងថ្ងៃទី3ខែមករាឆ្នាំ2014កំពុងតែប្រឈមនឹងការថ្កោលទោសយ៉ាងខ្លាំងក្លាជាទីបំផុតកត្តាទាំងនេះហើយកំពុងតែធ្វើឲ្យលោកហ៊ុនសែនប្រឈមនឹងសេចក្តីអាម៉ាស់យ៉ាងខ្លាំងព្រោះគ្រាន់តែកម្មការនេះធ្វើកោតកម្មអហិង្សាទាមទារដំឡើងប្រាក់ខែគោលឲ្យបាន$160នៅក្នុងមួយខែបែរជាគេប្រើកម្លាំងសមត្ថកិច្ចប្រដាប់អាវុធឲ្យបង្ក្រាបនិងបាញ់យ៉ាងសាហាវព្រៃផ្សៃផុសតាងនៃការបាញ់សម្លាប់កម្មការនេះព្រមទាំងប្រជាពលរដ្ឋស្លូតត្រង់ត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមបណ្ដាញសង្គម Facebook ដូច្នេះរដ្ឋាភិបាលលោកហ៊ុនសែនមិនអាចបិទបាំងការពិតបានឡើយទង្វើអាក្រក់របស់កងកម្លាំងសមត្ថកិច្ចក្រោមការបញ្ជារបស់លោកហ៊ុនសែនកំពុងធ្វើឲ្យគណៈបកប្រជាជនកម្ពុជាបាត់បង់ការគាំទ្រយ៉ាងខ្លាំងព្រោះរបបលោកហ៊ុនសែនបច្ចុប្បន្ននេះមិនខុសពីរបបខ្មែរក្រហមប៉ុលពតប៉ុន្មានឡើយភាពសាហាវព្រៃផ្សៃរបស់សមត្ថកិច្ចប្រដាប់អាវុធដែលចាត់ទុកកម្មការនេះព្រមទាំងប្រជាពលរដ្ឋស្លូតត្រង់ជាសត្រូវគឺជារឿងគួរឲ្យស្អប់ខ្ពើមបំផុតហើយលោកហ៊ុនសែនជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះហេតុការណ៍ដែលកើតឡើងទាំងនោះលោកហ៊ុនសែនមិនអាចឆ្លើយយករួចខ្លួនបានឡើយនៅក្រោយពេលដែលកម្លាំងសមត្ថកិច្ចបាញ់សម្លាប់មនុស្ស6នាក់និងរាប់សិបនាក់ទៀតរងរបួសសម្ព័ន្ធអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិជាង100ស្ថាប័នបានថ្កោលទោសចំពោះចំណាត់ការរបស់រដ្ឋាភិបាលដែលបានធ្វើឲ្យមនុស្សជាច្រើនអ្នកស្លាប់និងរងរបួសនៅពេលដែលកម្មការនេះតវ៉ាទាមទារដំឡើងប្រាក់ខែគោល$160ជាពិសេសហេតុការណ៍ដែលកាលពីថ្ងៃទី3ខែមករាឆ្នាំ2013គឺសមត្ថកិច្ចប្រដាប់អាវុធបានបាញ់ប្រហារបណ្ដាលឲ្យមនុស្ស4នាក់ស្លាប់និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងនោះមានក្មេងប្រុសអាយុ17ឆ្នាំស្ត្រីមានផ្ទៃពោះហើយជនស្លូតត្រង់រាប់សិបនាក់ទៀតត្រូវបានចាប់ខ្លួនអង្គការសិទ្ធិមនុស្សអន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអំពើព្រៃផ្សៃដែលសមត្ថកិច្ចប្រដាប់អាវុធរបស់លោកហ៊ុនសែនបានប្រព្រឹត្តព្រោះជាបទឧក្រិដ្ឋសម្រាប់មនុស្សមិនអាចលើកលែងបានឡើយនៅក្នុងការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សនិងតំណាងសង្គមស៊ីវិលដែលការពារផលប្រយោជន៍របស់កម្មករគឺជាកំហុសឆ្គងធ្ងន់ធ្ងរដែលរដ្ឋាភិបាលប្រព្រឹត្តផ្ទុយសិទ្ធិសញ្ញាអនុសញ្ញានិងកតិកាសញ្ញារបស់អង្គការសហប្រជាជាតិក្រុមអង្គការក្រៅរដ្ឋាភិបាលដែលបានលើកឡើងថាអំពើព្រៃផ្សៃរបស់សមាជិករបស់លោកហ៊ុនសែនប្រព្រឹត្តកាលពីថ្ងៃទី2ទី3និងទី4មករាឆ្នាំ2014កំពុងធ្វើឲ្យប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាត្រូវធ្លាក់ដល់កម្រិត0តែម្ដងជាក់ស្ដែងនៅទីលានប្រជាធិបតេយ្យចាប់ពីថ្ងៃទី4ខែមករារហូតមកក្លាយទៅជាទីលានប្រយុទ្ធព្រោះមានកម្លាំងប្រដាប់អាវុធរាប់រយរាប់ពាន់នាក់ត្រូវបានគេដាក់ពង្រាយឲ្យការពារទីតាំងនោះយ៉ាងប្រុងប្រយ័ត្នអ្វីដែលអាក្រក់បំផុតនោះគឺគ្រាន់តែប្រជាពលរដ្ឋមកជួបជុំគ្នាចាប់ពី10នាក់ឡើងទៅដើម្បីជជែកអំពីបញ្ហាផ្សេងៗត្រូវបានសមាជិកនិងមន្ត្រីអាជ្ញាធរចាត់វិធានការបំបែកភ្លាមនេះជាអំពើគួរឲ្យស្អប់ខ្ពើមមកជាទីបំផុតដូច្នេះពាក្យប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាពុំមានតម្លៃអ្វីទៀតទេព្រោះរដ្ឋាភិបាលមិនស្របច្បាប់របស់លោកហ៊ុនសែនបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឲ្យធ្លាក់ដល់កម្រិត0រួចទៅហើយក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមិនស្របច្បាប់របស់លោកហ៊ុនសែនកំពុងតែព្យាយាមបិទបាំងអំពើព្រៃផ្សៃរបស់កម្លាំងសមត្ថកិច្ចដែលបានបាញ់សម្លាប់កម្មការនេះនិងប្រជាពលរដ្ឋស្លូតត្រង់ទោះជាយ៉ាងណាអំពើអាក្រក់របស់លោកហ៊ុនសែនកំពុងប្រឈមនឹងការថ្កោលទោសសពបែបសពយ៉ាងហើយទាំងអង្គការសហប្រជាជាតិសហរដ្ឋអាមេរិកសហភាពអឺរ៉ុបនិងបណ្ដាប្រទេសម្ចាស់ជំនួយសំខាន់បានថ្កោលទោសចំពោះលោកហ៊ុនសែនអ្នកអង្គការជាតិនិងអន្តរជាតិបានលើកឡើងថាគ្រាន់តែកម្មការនេះប្រមូលផ្ដុំគ្នាតវ៉ាដើម្បីទាមទារប្រាក់ខែគោលឲ្យបាន$160សោះរដ្ឋាភិបាលមិនស្របច្បាប់របស់លោកហ៊ុនសែនបានជាបាញ់សម្លាប់កម្មការនេះនិងប្រជាពលរដ្ឋស្លូតត្រង់យ៉ាងសាហាវព្រៃផ្សៃលោកហ៊ុនសែនកំពុងតែប្រើវិធីសពបែបសពយ៉ាងដើម្បីក្រាញអំណាចឲ្យបានយូរអង្វែងដោយមិនគិតពីផលប្រយោជន៍ជាតិនិងផលប្រយោជន៍ប្រជាពលរដ្ឋឡើយជាស្ដេចរដ្ឋាភិបាលមិនស្របច្បាប់របស់លោកហ៊ុនសែនមិនព្រមដំឡើងប្រាក់បៀវត្សគោលដល់កម្មករឲ្យបាន$160នៅក្នុងមួយខែនោះទេហើយគេបែរជាប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបបាញ់សម្លាប់កម្មករយ៉ាងសាហាវព្រៃផ្សៃថែមទៀតមុខមាត់អាក្រក់នៃរដ្ឋាភិបាលលោកហ៊ុនសែនកំពុងត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមើលឃើញកាន់តែច្បាស់ហើយពួកគេបដិញ្ញាចិត្តមកចូលរួមធ្វើមហាបាតកម្មជាមួយនឹងគណៈបកសង្គ្រោះជាតិនាពេលខាងមុខ
បើទោះបីជាត្រូវប្រឈមនឹងការបង្ក្រាបឬការបាញ់សម្លាប់ក៏មិនខ្លាចដែររដ្ឋាភិបាលមិនស្របច្បាប់របស់លោកហ៊ុនសែនកំពុងធ្វើឲ្យវិស័យកាត់ដេរក្នុងប្រទេសកម្ពុជាប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំងហើយក្រុមហ៊ុនបរទេសធំៗដែលជាអ្នកបញ្ជាទិញផលិតផលកាត់ដេរពីប្រទេសកម្ពុជាបានធ្វើការថ្កោលទោសចំពោះលោកហ៊ុនសែនយ៉ាងខ្លាំងក្រុមហ៊ុនលក់សម្លៀកបំពាក់ម៉ាកល្បីៗនៅសហរដ្ឋអាមេរិកបានបន្តដាក់សម្ពាធដល់រដ្ឋាភិបាលលោកហ៊ុនសែននិងសមាគមរោងចក្រកាត់ដេរឲ្យវិលត្រឡប់ទៅកាន់តុចរចាជាមួយនឹងក្រុមសហជីពឲ្យបានឆាប់រហ័សដើម្បីបញ្ចប់វិវាទជាមួយនឹងកម្មករនៅក្នុងប្រទេសកម្ពុជានេះជាលើកទី1ហើយដែលក្រុមហ៊ុនធំៗបញ្ជាទិញសម្លៀកបំពាក់ពីប្រទេសកម្ពុជាបានដាក់សម្ពាធទៅលើរដ្ឋាភិបាលកម្ពុជាឲ្យដោះស្រាយវិបត្តិនៅក្នុងវិស័យកាត់ដេរក្នុងនោះក្រុមហ៊ុនល្បីៗបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលលោកហ៊ុនសែនដែលបញ្ជាកងកម្លាំងប្រដាប់អាវុធឲ្យប្រាក់អំពើហិង្សាបាញ់សម្លាប់កម្មករកម្មការិនីដែលពលរដ្ឋឆ្លូតត្រង់យ៉ាងឃោឃៅជាទីបំផុតកាលពីថ្ងៃទី2និងទី3ខែមករារហូតមកដល់ពេលនេះរដ្ឋាភិបាលមិនស្របច្បាប់របស់លោកហ៊ុនសែននៅតែមិនទាន់សម្រេចដំឡើងប្រាក់ខែគោលរបស់កម្មករកម្មការិនីឲ្យបាន$160នៅក្នុងមួយខែនៅឡើយទេហើយគេបែរជាទម្លាក់ការទទួលខុសត្រូវទៅលើសហជីពទាំងឡាយដែលបម្រើផលប្រយោជន៍កម្មករកម្មការិនីទៅវិញទោះជាយ៉ាងណាអំពើអាក្រក់របស់រដ្ឋាភិបាលលោកហ៊ុនសែនគឺជារឿងមិនអាចបិទបាំងបានឡើយព្រោះគ្រាន់តែកម្មករកម្មការិនីធ្វើកោតកម្មនិងធ្វើបាតកម្មអហិង្សាដើម្បីទាមទារប្រាក់ខែគោលសម្រាប់រស់នៅក្នុងជីវភាពសមរម្យគេបែរជាប្រើកំភ្លើងបង្ក្រាបយ៉ាងសាហាវប្រស័យបំផុតការថ្កោលទោសរបស់អង្គការអន្តរជាតិទៅលើរដ្ឋាភិបាលមិនស្របច្បាប់របស់លោកហ៊ុនសែននៅពេលនេះគឺស្របតាមស្ថានភាពជាក់ស្ដែងព្រោះផុសតាងនៃការបាញ់សម្លាប់កម្មករកម្មការិនីនិងប្រជាពលរដ្ឋឆ្លូតត្រង់ត្រូវបានផ្សព្វផ្សាយសាធារណៈរួចមកហើយសម្ពាធរបស់សហគមន៍អន្តរជាតិគឺជារឿងដែលរដ្ឋាភិបាលរបស់គណៈបកប្រជាជនមិនអាចមើលរំលងបានទេព្រោះក្រុមហ៊ុនបញ្ជាទិញផលិតផលកាត់ដេរពីប្រទេសកម្ពុជាកំពុងដាក់សម្ពាធយ៉ាងខ្លាំងក្លាឲ្យមានការវេកមុខក្រុមអ ுக ្រិតជនបាញ់សម្លាប់កម្មករយកទៅផ្ដន្ទាទោសទៅតាមច្បាប់ចាលោកអ្នកនាងស្ដាប់ជាទីមេត្រីជាបន្តសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់នៅកិច្ចពិភាក្សារបស់លោកអ៊ិតសុខាដែលជាអ្នកសម្របសម្រួលរួមជាមួយនឹងវាគ្មិនមួយរូបគឺព្រះតេជគុណសឿនហាយដែលជាសាមណនិស្សិតនៅសាកលវិទ្យាល័យจุฬาលង្កនប្រទេសថៃស្ដីអំពីទូនីតិរបស់ព្រះសង្ឃចាចង់ដឹងថាតើកិច្ចពិភាក្សារបស់លោកអ៊ិតសុខាជាមួយនឹងព្រះតេជគុណសឿនហាយមានអត្ថន័យនិងខ្លឹមសារយ៉ាងណានោះដូច្នេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ដូចតទៅខ្ញុំករណីខ្ញុំសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមជម្រាបសួរអស់លោកអ្នកស្ដាប់ទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីគោរពបាទនៅក្នុងការផ្សាយរបស់វិទ្យុខ្មែរប៉ុស្តិ៍នៅក្នុងថ្ងៃនេះគឺបានផ្ដល់ប្រកាសនាមពីសាមណនិស្សិតនៅសាកលវិទ្យាល័យจุฬาលង្កនប្រទេសថៃគឺព្រះនាមសឿនហៃដែលព្រះអង្គនិមន្តមកក្នុងប្រទេសកម្ពុជារយៈពេល 2-3 ថ្ងៃហើយប៉ុន្តែនៅពេលនេះវិទ្យុខ្មែរប៉ុស្តិ៍សាកសួរអំពីពុទ្ធចក្រនិងអាណាចក្រតាក់ទងទៅនឹងទូនីតិរបស់ព្រះសង្ឃឥឡូវនៅពេលនេះព្រះអង្គកំពុងតែនៅក្នុងបន្ទប់ផ្សាយហើយកណាសូមក្រាបថ្វាយបង្គំតែម្ដងព្រះអង្គបាទសូមចម្រើនពរប្រជាញាតិមិត្តពុទ្ធបរិស័ទហើយក៏ដូចជាសូមធ្វើគិរវៈទៅដល់ប្រធារានុគ្រប់ឋានានុក្រមដែលកំពុងតែតាមដានផ្សាយនៅកម្មវិធីផ្សាយវិទ្យុខ្មែរប៉ុស្តិ៍របស់យើងប្រចាំថ្ងៃសូមចម្រើនពរសូមនមស្ការអរគុណព្រះអង្គដែលបានចំណាយពេលវេលាមកដល់និមន្តមកដល់បន្ទប់ផ្សាយរបស់វិទ្យុខ្មែរប៉ុស្តិ៍នៅក្នុងទីក្រុងភ្នំពេញដើម្បីមានសង្ឃលេខាជម្រាបជូននៅទូនីតិរបស់ព្រះសង្ឃនៅក្នុងប្រទេសកម្ពុជាក៏ដូចជាសង្គមប្រជាធិបតេយ្យនៅបណ្ដាប្រទេសផ្សេងៗទៀតលោកនាងបានជៀបហើយចំពោះការប្រើហិង្សារវាងកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលលោកហ៊ុនសែនមតិជាតិនិងអន្តរជាតិបានចាត់ទុកថាជារដ្ឋាភិបាលខុសច្បាប់នៅពេលនេះអំពើហិង្សាបានផ្ទុះឡើងជាបន្តបន្ទាប់ធ្វើឲ្យមានអ្នកស្លាប់អ្នករងរបួសដោយសារតែការទាមទារប្រាក់ខែសមរម្យតែប៉ុណ្ណោះនៅក្នុងនោះក៏មានប្រសង់ជាពិសេសប្រសង់ខ្មែរកម្ពុជាក្រោមចេញធ្វើការតស៊ូមតិជាមួយនឹងកម្មករកម្មការិនីឬក៏បងប្អូនប្រជាពលរដ្ឋដើម្បីទាមទារនៅយុត្តិធម៌និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញផងដែរប៉ុន្តែត្រូវបានអាជ្ញាធរវាយសំពងទៅលើប្រសង់មិនដឹងថាទៅលើប្រសក់ឬប្រសង់គឺវាយទាំងអស់ដូច្នេះជាកិច្ចចាប់ផ្ដើមនេះសូមព្រះការអនុញ្ញាតជំរាបសួរទៅព្រះអង្គថាតើការប្រើហិង្សាទៅលើប្រសង់ឬក៏ទៅលើប្រជាពលរដ្ឋខ្មែរដែលជាអ្នកស៊ីវិលមិនមានអ្វីនោះតបវិញនោះតើបើយើងនិយាយអំពីខាងពុទ្ធចក្រវិញ
តើវាមានអំពើបាបប៉ុណ្ណាហើយបើយើងនិយាយពីអាណាចក្រនៅក្នុងសង្គមមួយដែលប្រកបទៅដោយយុត្តិធម៌ប្រកាន់យករបបប្រជាធិបតេយ្យវាមានទោសប៉ុណ្ណាសូមចម្រើនពរហើយនឹងសូមបញ្ជាក់ទៅសំណួរដែលបងក៏បានសួរបាញ់មិញថាការប្រើអំពើហិង្សាធ្វើកាន់នៅទៅដល់ប្រសង់ក៏ដូចជាប្រជាពលរដ្ឋដែលគ្រាន់តែជាការទៅតវ៉ាសុំឡើងថ្លៃឈ្នួលសម្រាប់ការសំរងប្រចាំថ្ងៃបែបទៅជារដ្ឋាភិបាលអំណាចកាន់ហ៊ុនសែនផ្ដាច់ការបាននាំក្របកំភ្លើងក៏ឲ្យគាត់បាននាំដំបងធីបបានថាក់ទាត់វ័យដំប្រសង់ថាក់ទាត់បាញ់បង្ក្រាបដល់ប្រជាពលរដ្ឋនេះគឺជាអត្តង្វើមួយដែលមិនមែនជាអត្តង្វើសម្រាប់មនុស្សយើងធ្វើទេបងកាលណាបើយើងធ្វើអស់ទង្វើនេះគឺវាខុសគឺសិលធម៌ខុសសិលធម៌ហើយនឹងនិយាយអំពីខាងពុទ្ធចក្រវិញគឺកាលណាបើធ្វើនៅខុសសិលធម៌នឹងមានការបាញ់សម្លាប់រហូតដល់មានបាត់បង់ជីវិតនឹងគឺជាទង្វើអំពើមួយដ៏ខុសខើដ៏ខុសនឹងអាចទទួលទៅធ្លាក់ទៅក្នុងនរកបានពីព្រោះថាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាបាណាតិបាតហាមសម្រាប់នៅសត្វដទៃដែលមានជីវិតជាពិសេសសត្វមនុស្សគឺមនុស្សដែលសម្រាប់សត្វមនុស្សគឺធ្លាក់ទៅអាចនិយាយបានទៅដល់អនន្តរយកម្មប្រសិនបើសម្រាប់មនុស្សបានគឺបានន័យបញ្ជាក់ថាមនុស្សនេះជាខុសខើខ្លាំងណាស់មនុស្សមិនមានជាចិត្តមនុស្សទេមនុស្សព្រះអង្គបានសម្ដែងដែរថាមាន3ប្រភេទមនុស្សសពេតមនុស្សសទេវនិងមនុស្សសដេរឆាណោបើអញ្ចឹងទេការប្រើកងកម្លាំងប្រដាប់អាវុធដែលរដ្ឋាភិបាលបានប្រើបង្ក្រាបមកនេះឲ្យយើងបើតាមពុទ្ធចក្រអាចនិយាយថាជាទង្វើរបស់មនុស្សសត្វដេរឆានណោមានខ្លួនជាមនុស្សតែចាត់ជាសត្វដេរឆានពីព្រោះថាធម្មតាជាចាត់ជាដេរឆានគឺធ្វើការអ្វីមិនប្រកបទៅដោយហៅថាសាមញ្ញលក្ខណៈធម៌ទេសាមញ្ញលក្ខណៈធម៌ទេគឺអត់មានធម្មសញ្ញាប្រចាំខ្លួននិងអត់មានសតិភ្ញាក់រលឹកក្នុងការយល់យោគគ្នារវាងគ្នានិងគ្នាទេឧទាហរណ៍យ៉ាងចាក់ស្ដែងដូចជាសត្វចកែអញ្ចឹងមួយសត្វចកែទោះបីម៉ែនឹងកើតកូនចកែឡើងក៏ដោយដល់ពេលកូនចកែនឹងធំឡើងអាចរួមភេទជាមួយម៉ែអាចរួមភេទជាមួយឪអីជានឹងហើយគឺជាសត្វដេរឆានដែលមិនមែនធម៌ប្រចាំក្នុងខ្លួនរីឯរដ្ឋាភិបាលគឺជាអ្នកដឹកនាំមួយជាអ្នកដឹកនាំមួយគឺជាមនុស្សគួរណាតែមិនមានគួរណាតែមានធម៌ប្រចាំខ្លួនគួរណាតែមានសញ្ញាមរណៈនិងសតិភ្ញាក់រលឹកប្រចាំខ្លួននិងធ្វើការសង្គ្រោះរកវិធីសាស្ត្រដំណោះស្រាយឲ្យប្រជាពលរដ្ឋសមស្របទៅតាមហៅថាលោកការពិវត្តបច្ចុប្បន្ននេះប្រជាពលរដ្ឋគ្នាគ្រាន់តែទៅសូមគ្រាន់តែដំឡើងប្រាក់ខែឲ្យការសមរម្យរស់ចាក់ដូចគេដូចឯងនៅក្នុងសង្គមបែរទៅជាវ័យដំច្រំថាក់បាញ់រហូតដល់បាត់បង់ជីវិតឬថាយ៉ាងតិច5ណាទង្វើរបស់រដ្ឋាភិបាលនេះគឺយើងសពបញ្ជាក់ឲ្យឃើញតាមពុទ្ធចក្រថាមិនមានជាទង្វើរបស់មនុស្សទេគឺជាទង្វើរបស់សត្វដេរឆានដែលឲ្យនាមថាមនុស្សសត្វដេរឆានឡោមានខ្លួនជាមនុស្សប៉ុន្តែសត្វជាដេរឆានហើយបើសិនជាមានមនុស្សសម្រាប់មនុស្សបើនិយាយតាមពុទ្ធចក្រគឺធ្លាក់ទៅដល់អនន្តរយកម្មគឺមានទោសធ្ងន់ណាស់បងអនន្តរយកម្មមានទោសធ្ងន់ណាស់ធ្លាក់ទៅក្នុងមហាអវជ័យនរករាប់សែនកាបទើបនឹងផុតខ្លួនចេញប៉ាត់អំពីមហាអវជ័យនរកនោះឯងជាពិសេសផងលោកហ៊ុនសែនកន្លងមកក៏ធ្លាប់អីម្ដាយរបស់គាត់ហ្នឹងគាត់ធ្លាប់ប្រកែកប៉ុណ្ណឹងអីត្រាក់ដែរគាត់របស់គាត់ម្ដាយគាត់ហ្នឹងបកក្បាលចូលចង្ងប់យើងធ្លាប់បានដឹងតាមប្រវត្តិរបស់គាត់ទៅគាត់ថាហ៊ុនសែនកុំថាឡើយប្រជាបាតកោសំបីតែម្ដាយរបស់ខ្លួនឯងនៅសម្លាប់ឡើយបើជាងទៅហ៊ុនសែនមិនក្នុងនាមជាថ្នាក់ដឹកនាំមិនមានធម៌ក្នុងខ្លួនគឺអាចធ្វើអ្វីៗបានទាំងអស់គឺយើងមិនយើង
ចង់និយាយថាហ៊ុនសែនកំពុងតែទទួលនៅចប់ទោសនៅបទអក្រិតកម្មសម្រាប់មនុស្សខាងផ្លូវលោករីឯខាងផ្លូវពុទ្ធចក្រវិញគឺជាហ៊ុនសែនធ្លាក់នៅក្នុងបទអនន្តរកម្មមួយហើយបើនិយាយខាងផ្លូវលោកវិញបទអក្រិតកម្មតម្លៃពុជសាសបទអក្រិតកម្មសម្រាប់រងទាសគឺឥឡូវនឹងគណៈបក្សសង្គ្រោះជាតិក៏ដូចជាសង្គមស៊ីវិលកំពុងតែធ្វើការស៊ើបអង្កេតហើយនឹងកំពុងតែធ្វើការស្រាវជ្រាវរកភាពប្រកបវិជ្ជាមួយដើម្បីបដិងឡើងទៅដល់តុលាការព្រហ្មទណ្ឌអន្តរជាតិដែលហៅកាត់ថា ICC ហ្នឹងកាលណាបើគេស្រាវជ្រាវរកឃើញតាមផ្លូវពុទ្ធតាមផ្លូវអាណាចក្រហ្នឹងហ៊ុនសែនមិនអាចណាកិច្ចផាត់អំពីសំណាញ់ច្បាប់របស់មនុស្សលោកដែលគ្រប់គ្រងនិងគ្រប់គ្រងក្រមសីលធម៌និងភាវៈជាអ្នកដឹកនាំសម្រាប់មនុស្សឲ្យមានទទួលការខុសត្រូវស្មើគ្នាទាំងអស់មិនថាក្រមិនថាមានមិនថាស្ដេចមិនថាស្ដេចផែនដីឬប្រជាបរតសាមញ្ញទេព្រោះអញ្ចឹងចង់និយាយថាខាងផ្លូវពុទ្ធចក្រហ៊ុនសែនត្រូវទោសមួយគឺអនន្តរកម្មរីឯផ្លូវលោកវិញហ៊ុនសែនត្រូវខាងបទអក្រិតកម្មសម្រាប់រង្គាសមនុស្សបងអរគុណព្រះអង្គដែលបានជម្រាបជូនដែលបានមានសង្ឃដីកាជម្រាបជូនអស់លោកស្ដាប់អំពីទោសទាំងពុទ្ធចក្រនិងអាណាចក្រប៉ុន្តែគណៈសូមសួរលោកគុណមួយសំណួរទៀតនៅពេលបច្ចុប្បន្ននេះគេសង្កេតឃើញអ្នកដែលធ្វើអំពើមិនល្អអំពើអាក្រក់តែងតែទទួលបាននៅផលប្រជាពលរដ្ឋមួយចំនួនក៏បានយល់អ្នកដែលធ្វើអំពើអាក្រក់ទទួលបានលុយកាក់អ្នកដែលធ្វើអំពើល្អទទួលបាននៅការវាយដំចំធាក់អីជាដើមឬក៏ដល់ស្លាប់ខ្លួនជាយើងមើលឃើញសង្គមយើងសប្តាហ៍ថ្ងៃគ្រាន់តែធ្វើការតិចទៀនដើម្បីស្ថាបនាដូចជាអ្នកនយោបាយអ្នកការពារព្រៃឈើអ្នកការពារកម្មករត្រូវបានគេសម្លាប់កន្លងមកបើដូច្នេះចំពោះទង្វើដែលធ្វើមិនគប្បីហើយទទួលបានផលនេះថាតើវាបានយូរអង្វែងទេនៅក្នុងពុទ្ធសាសនាដែលយើងគោរពនាំគ្នាគោរពរាល់ថ្ងៃហ្នឹងកាលណាយើងមើលឃើញបច្ចុប្បន្នភាពឃើញវាអញ្ចឹងតើវាអាចអស់ជំនឿទេទៅលើពុទ្ធសាសនាបើអ្នកដែលធ្វើអំពើមិនល្អហ្នឹងគឺទៅច្រើនទទួលបានផលអ្នកជាងអ្នកដែលធ្វើល្អទៅទៀតថាតើបើសិនបើនៅតែវប្បធម៌ហ្នឹងនៅតែកើតមានថាតើជំនឿរបស់ពលរដ្ឋខ្មែរអាចថមថយទេគុណចាស់បើវាជាការពិតជាការចាក់ស្ដែងណាអាត្មាសូមបញ្ជាក់មួយថាមនុស្សយើងធ្វើល្អកាន់នៅសុចរិតយុត្តិធម៌កាន់នៅសិលធម៌ប្រកាន់ខ្លួនបើជាប់នៅក្នុងខ្លួនគឺធ្វើអ្វីតែតែខ្លាចបាបធ្វើអ្វីតែតែខ្លាចបាបភាពខ្លាចបាបនេះឯងហើយធ្វើឲ្យមនុស្សតម្រង់អាជីពរបស់ខ្លួនរស់ដោយប្រពៃរស់ដោយសមរម្យដោយមិនបានការលោភដោយមិនបានការក្រោធដោយមិនបានការវង្វេងទៅលើប្រព័ន្ធកូនចៅគេជាពិសេសវង្វេងទៅលើបនស័កលុយកាក់អំណាចជាដើមមនុស្សដែលធ្វើការធម្មតាដូចជាប្រជាពលកររបស់យើងធ្វើការប្រកបទៅដោយធម៌ប្រកបទៅដោយកម្លាំងរបស់ខ្លួនឯងនឹងហើយគឺកម្រធ្វើមានទៅបានណាហើយនៅតែទទួលការគៀបសង្កត់នៅតែបានទទួលការរងគ្រោះអំពីសំណាក់អ្នកមានអំណាចទៀតផងរីឯអ្នកមានអំណាចមួយចំនួនដែលធ្វើការគ្រប់គ្រងប្រទេសហើយมันប្រកបទៅដោយធម៌មានការចប់កណ្ដៀតមានការលួចប្លន់មានការកេងប្រវ័ញ្ចទៅលើកម្លាំងញើសឈាមរបស់ប្រជាពលរដ្ឋណាអស់ទាំងនឹងធ្វើការគេហៅថាធ្វើការស្របច្បាប់វាកម្រនឹងធ្វើមានធ្វើបានណារីឯពួកចោវាឆាប់ធ្វើមានធ្វើបានណាក៏ប៉ុន្តែរីឯពួកចោវាឆាប់ធ្វើមានធ្វើបាននេះមានពិតប៉ុន្តែទ្រព្យរបស់នោះមិនមែនជាទ្រព្យរបស់ពួកវាទេវាយកលួចទៅមកបានចាស់ថាបានក្រនតែបើតន់វិញក្រែលគឺកាលណាបើលួចគេបានហើយមកទ្រព្យសម្បត្តិនឹងក្តៅក្រហាយមកចាយវាក៏មិនបានសិទ្ធពេញសិទ្ធសេរីភាពសម្រាប់សบายចិត្តនៅក្នុងខ្លួនអាចចាយវាទេរីឯការចូលលួចប្លន់នឹងឯងធម្មតាវាជាសារធាតុរបស់ចោលទៅហើយ
មិនមានបុគ្គលណាធ្វើចោលហើយបានទទួលការគ្រប់គ្រងអំពីប្រជាពលរដ្ឋអំពីសំណាក់មនុស្សលោកទូទៅមនុស្សជាតិទូទៅទេប្រៀបធៀបដូចជាសម្ដេចអគ្គមហាសេនាបតីដេជោអ៊ីគេណាដែលគ្រប់គ្រងរដ្ឋថៃបានមកបច្ចុប្បន្នហ្នឹងអាណត្តិហ្នឹងអាត្មាសូមអររហស្សនាមថាយើងទាំងអស់គ្នាចូលរួមបហេការមិនហៅថានាយករដ្ឋមន្ត្រីទេពីព្រោះអីការដំណើរការរដ្ឋាភិបាលទៅដោយឯកបក្សការដំណើរការសភាទៅដោយឯកបក្សធ្វើអ្វីតាមតែទង្វើចាត់បាញ់បោះកាបសម្លាប់ថាក់ធាត់នេះជាទង្វើមិនមែនជាទង្វើរបស់មនុស្សទេហេតុដូច្នេះហើយអាត្មាពីម្សិលមិញទៅមុខតុលាការណែនាំឲ្យប្រជាពលរដ្ឋទាំងអស់គ្នានៅនឹងថាយើងទាំងអស់គ្នាសូមកុំហៅនាយករដ្ឋមន្ត្រីកាលណាបើយើងហៅនាយករដ្ឋមន្ត្រីទៅយូរខ្លាយទៅជានាយករដ្ឋមន្ត្រីស្របច្បាប់ដោយស្វ័យប្រវត្តិបើអញ្ចឹងទេយើងក្នុងនាមនេះមិនទាន់ស្របច្បាប់អំពីប្រជាពលរដ្ឋទេយើងទាំងអស់គ្នាចូលរួមហៅលោកហ៊ុនសែនគឺជានរករដ្ឋមន្ត្រីហៅថានរករដ្ឋមន្ត្រីហេតុអីបានយើងហៅថានរករដ្ឋមន្ត្រីទី1គាត់បានសម្លាប់ម្ដាយរបស់គាត់ដែលធ្វើឲ្យម្ដាយរបស់គាត់ស្លាប់ទី2គាត់បំផ្លាញជាតិធនធានធម្មជាតិព្រៃឈើព្រៃភ្នំក្រំថ្មគឺចិត្តទលាយអស់ហើយទី3សម្បត្តិវប្បធម៌ដែលជាអត្តសញ្ញាណជាតិរបស់ប្រទេសខ្មែរយើងមានទឹកដីនគរវត្តជាដើមបានកាត់សម្បត្តិទៅឲ្យគេ99ឆ្នាំទី4មួយទៀតគឺកាត់ដីនៅជុំវិញព្រំដែនទៅឲ្យយួន99ឆ្នាំកោះត្រល់ភ្នំបូកគោជាដើមឲ្យយួនគ្រប់គ្រងហេតុដូច្នេះទង្វើអស់ទាំងនេះមិនមែនជាទង្វើរបស់មនុស្សទេមិនមែនជាទង្វើរបស់មនុស្សហើយក៏មិនមែនជាទង្វើរបស់នាយករដ្ឋមន្ត្រីទេសូមយើងទាំងអស់គ្នាទាំងប្រសង់ទាំងក្រហមទាំងអស់គ្នានៅគ្រប់ភូមិឃុំតំបន់ខេត្តជុំវិញប្រទេសយើងនិងជុំវិញពិភពលោកពេលណាដែលនិយាយរឿងតាក់ទងជាមួយរដ្ឋាភិបាលសូមកុំនិយាយពាក្យថានាយករដ្ឋមន្ត្រីសូមយើងប្រើពាក្យទាំងអស់គ្នាហៅថានរករដ្ឋមន្ត្រីទាំងអស់គ្នាព្រោះថាប្រជាពលរដ្ឋកំពុងតែក្តៅក្រហាយហើយភាពនិងសកម្មភាពរបស់នរករដ្ឋមន្ត្រីដែលធ្វើកន្លងមកនេះហើយគឺជាទង្វើបញ្ជាក់ឲ្យប្រជាពលរដ្ឋកំពុងតែក្តៅក្រហាយនិងអស់ជំនឿរបស់ប្រជាពលរដ្ឋកាន់តែច្រើនទៅយើងហៅយូរទៅកាន់តែច្រើនទៅនរករដ្ឋមន្ត្រីរដ្ឋមន្ត្រីយូរច្រើនទៅគឺវាក្តៅក្រហាយវារលាយទៅដោយសាបសូន្យខ្លួនឯងវាទង្វើអស់ទាំងនេះជានរករដ្ឋមន្ត្រីជាអ្នកសាងឡើងទេយើងមិនបានយើងជាប្រជាពលរដ្ឋអត់បានសាងឲ្យនរករដ្ឋមន្ត្រីនេះទេបងអញ្ចឹងសូមបញ្ជាក់ថាប្រជាពលរដ្ឋគេក្តៅក្រហាយហើយគេអស់ជំនឿយ៉ាងស្ទើរតែ 100% សម្រាប់នរករដ្ឋមន្ត្រីក្នុងអាណត្តិទី5នេះហើយបងមានសង្ឃិកាអីដើម្បីពន្យល់ដល់ពលរដ្ឋខ្មែរឲ្យគាត់មានក្តីសង្ឃឹមចំពោះការធ្វើអំពើល្អរបស់គាត់កន្លងមករហូតមកដល់ពេលបច្ចុប្បន្នហ្នឹងទៅថ្ងៃអនាគតកុំឲ្យអស់សង្ឃឹមដោយសារតែគាត់មើលឃើញពីបច្ចុប្បន្នភាពអ្នកដឹកនាំចេះតែធ្វើអំពើអាក្រក់ហើយទទួលបានផលនោះបងចំណុចហ្នឹងសូមអំពាវនាវប្រធារានុធិនមស្ការព្រះអង្គដែលក្នុងនាមជាកុលបុត្រខ្មែរក្នុងនាមជាប្រជាពលរដ្ឋខ្មែរណាស្នេហាជាតិសាច់ឈាមរបស់យើងគឺជាសាច់ឈាមខ្មែរយើងទាំងអស់គ្នាជាខ្មែរកើតនៅលើទឹកដីដែនដីសុវណ្ណភូមិគឺជាដែនដីរបស់ខ្មែរសាច់ជាខ្មែរស្បែកជាខ្មែរសរសៃជាខ្មែរឈាមជាខ្មែរឆ្អឹងជាខ្មែរសត្វរាងកាយរបស់យើងសើសឹងជាខ្មែរយើងកើតមកដោយយើងកចៃឈ្មោះជាខ្មែរមកប្រើហេតុដូច្នេះហើយយើងធ្វើទង្វើអស់ទាំងនឹងមិនមែនជាទង្វើខុសច្បាប់មិនមែនជាទង្វើខុសកន្លងធម៌អានោះទេក្នុងនាមជាទង្វើណាត់ស្រឡាញ់ការពារនៅភាពយុត្តិធម៌ភាពតម្លាភាពនិងភាពជាម្ចាស់ស្រុកជាម្ចាស់ទឹកម្ចាស់ដីតែត្រូវបានក្រុមនរករដ្ឋមន្ត្រីមួយទៀតនោះដឹកនាំឲ្យធ្វើឲ្យយើងក្តៅក្រហាយដឹកនាំឲ្យធ្វើឲ្យយើងអស់ជំនឿហើយជាប់ប្រកាន់យើងហើយវាយប្រហារយើងធ្វើឲ្យយើងបាក់ទឹកចិត្តទាំងអស់គ្នាមិនថាប្រសង់មិនថាប្រជាពលរដ្ឋទេកន្លងមកនរករដ្ឋមន្ត្រីគេបានប្រើប្រយោគមួយដែលអាត្មាសិក្សាហ្នឹងគេថាប្រសង់បួសមិនគិតទេពីរឿងបួសគិតទេពីរឿងនយោបាយប្រជាពលរដ្ឋតូចតាចកុំខ្វល់អីរឿងនយោបាយគិតតែពីរឿងសេដ្ឋកិច្ចប្រចាំគ្រួសារទៅព្រោះថានយោបាយហ្នឹងមានក្រុមអ្នកនយោបាយគេដឹកនាំហើយនេះគឺជានរករដ្ឋមន្ត្រីទិសដីនេះគឺជាទិសដីកបฏចន្ទះរបស់ប្រជាពលរដ្ឋទិសដីវ័យបំបាក់ចន្ទះរបស់ប្រជាពលរដ្ឋទិសដីកបฏជាតិនិងទិសដីកបฏសាសនាហេតុអីបាននិយាយអញ្ចឹងព្រះសង្ឃព្រះអង្គមានតួនាទីមួយសំខាន់កន្លែងណាមានព្រះអង្គជាអ្នកការពារនយោបាយធម៌
ព្រះអង្គជាអ្នកស្រឡាញ់នូវភាពតម្លាភាពនិងសេរីភាពសម្រាប់មនុស្សលោកកន្លែងណាមានភាពសង្កត់កន្លែងណាមានភាពអយុត្តិធម៌កន្លែងនោះប្រសង់ត្រូវតែមានតួនាទីសម្រាប់រកភាពយុត្តិធម៌ជូនឲ្យមនុស្សជាតិទាំងអស់គ្នាមិនចំពោះថាបកណាមួយទេនរករដ្ឋមន្ត្រីហ៊ុនសែនថ្នាក់អំណាចបើសិនជាទទួលនៅភាពអយុត្តិធម៌ក៏ប្រសង់មានតួនាទីមួយដើម្បីការពារឲ្យនរករដ្ឋមន្ត្រីនឹងដែរហេតុដូច្នេះហើយសូមឲ្យប្រជាពលរដ្ឋទាំងអស់កុំបាក់ទឹកចិត្តឲ្យសោះពីព្រោះថាកិច្ចការនយោបាយគឺជាកិច្ចការរបស់យើងទាំងអស់គ្នាមិនមែនជារបស់ក្រុមបុគ្គលមួយនោះទេដែលនរករដ្ឋមន្ត្រីបាននិយាយនោះទេដែលអាត្មារៀនវិទ្យាសាស្ត្រនយោបាយមួយរូបនៅស្រុកថៃអាត្មាតែងឲ្យនិយមន័យវិទ្យានយោបាយថានយោបាយគឺជាអាយុជីវិតរបស់ប្រទេសជាតិនយោបាយគឺជាអាយុជីវិតរបស់សេដ្ឋកិច្ចជាតិហើយជាពិសេសទៀតនោះនយោបាយគឺជាអាយុជីវិតរបស់ប្រជាជននីមួយៗដែលនៅក្នុងប្រទេសនីមួយៗជុំវិញពិភពលោកហេតុអីបាននិយាយអញ្ចឹងបើណាដឹកនាំនយោបាយនឹងធ្វើដើរនយោបាយខុសបានន័យថាជីវិតរបស់យើងសាបសូន្យបើសិនជាណាដឹកនាំនយោបាយធ្វើនយោបាយត្រូវទៅប្រទេសជាតិរបស់យើងអាចនឹងរុងរឿងអាចនឹងឲ្យប្រជាពលរដ្ឋសម្បូរសប្បាយបានហេតុដូច្នេះហើយយើងរាល់គ្នាទាំងអស់គ្នាកើតមកមាននយោបាយមកជាប់មកខ្លួនដោយស្វ័យប្រវត្តិទៅហើយក៏ប៉ុន្តែដោយសារតែយើងមិនបានសិក្សាស្រាវជ្រាវស៊ីជម្រៅទៅកិច្ចការនយោបាយអស់ទាំងនឹងហើយបានអោយបណ្ដោយឲ្យពួកក្រុមនរករដ្ឋមន្ត្រីមួយក្រុមទៀតនោះបានឆក់ឱកាសឆ្លៀតឱកាសយកនយោបាយរបស់យើងទៅធ្វើសម្បទានទៅធ្វើចំនួននយោបាយលើអន្តរជាតិយកលុយមកគាត់ប្រកងក្រុមគ្រួសារបកពួករបស់គេមួយក្រុមនោះឯងនេះហើយភាពអស់ទាំងនេះហើយគឺជារបស់ប្រជាពលរដ្ឋហេតុអីបាននិយាយចឹងពីព្រោះថានយោបាយគឺជាយើងកើតមកយើងមាននយោបាយដោយស្វ័យប្រវត្តិទៅហើយហើយណាអស់ទាំងនឹងខ្មែរទាំងអស់គ្នាលើពិភពលោកគ្រាន់តែកើតមកងែចប់បំណិលគេដោយអត្តនោម័តដោយស្វ័យប្រវត្តិជាប់ខ្លួនមកហើយពីព្រោះអីពីព្រោះថាពួកក្រុមនរករដ្ឋមន្ត្រីហ្នឹងបានយកឈ្មោះបានយកស្តីទេរបស់ប្រជាជនជាតិខ្មែរយើងនៅក្នុងស្រុកនេះដើរកចៃលួយជុំវិញពិភពលោកមកដើម្បីផ្គត់ផ្គង់មកដើម្បីឧបត្ថម្ភមកដើម្បីដំណើរការជីវិតនយោបាយរបស់គេដំណើរការជីវិតបោកប្រាស់នយោបាយរបស់គេដោយយកឱកាសដោយឆ្លៀតឱកាសយកនយោបាយរបស់ប្រជាពលរដ្ឋទៅធ្វើចំនួនសេដ្ឋកិច្ចនយោបាយលើទីផ្សារអន្តរជាតិហេតុដូច្នេះហើយឲ្យប្រជាពលរដ្ឋកុំអស់សង្ឃឹមយើងមិនត្រូវអស់សង្ឃឹមទេដរាបណាសរសៃឈាមរបស់យើងនៅចលនាបានដរាបនោះយើងនៅតែមានសង្ឃឹមជានិច្ចកាលដរាបណាខ្មែរនៅមានឈ្មោះខ្មែរលើពិភពលោកដរាបនោះទឹកដីនេះគឺជាទឹកដីរបស់ខ្មែរហើយនយោបាយនៅស្រុកខ្មែរគឺជានយោបាយរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នាហេតុដូច្នេះហើយសូមប្រជាពលរដ្ឋកុំបាក់ទឹកចិត្តយើងទាំងអស់គ្នាទាំងប្រសង់ទាំងក្រហមនៅក្នុងនិងក្រៅប្រទេសចូលរួមសកម្មភាពស្រោចស្រង់ប្រទេសជាតិនិងជំរុញទឹកចិត្តលើកទឹកចិត្តឲ្យប្រជាពលរដ្ឋដែលរងគ្រោះដែលត្រូវបានគេធ្វើបាបនឹងជានិច្ចកាលយើងមិនដែលបានបោះបង់ទេដូច្នេះហើយសូមប្រជាពលរដ្ឋរឹងប៉ឹងឡើងដើម្បីទាំងអស់គ្នាដើម្បីស្រោចស្រង់និងទាមទាររកសិទ្ធិនយោបាយសម្រាប់យើងទាំងអស់គ្នាមិនថាបុគ្គលណាក្រទូចសខ្មៅឬថាមានក្រនោះទេព្រោះសូមចម្រើនពរអរគុណព្រះអង្គសំណួរមួយទៀតតកតងទៅនឹងទូនាទីរបស់ព្រះសង្ឃនៅក្នុងប្រតិបត្តិនៅក្នុងសង្គមប្រជាធិបតេយ្យឬក៏មិនប្រជាធិបតេយ្យក៏ដោយពីព្រោះថាព្រះសង្ឃមានទូនាទីក្រៅពីការអប់រំទៅពុទ្ធបរិស័ទបងប្អូនប្រជាពលរដ្ឋហ្នឹងថាតើព្រះសង្ឃអាចមានទូនាទីជួយនៅទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅពេលដែលពលរដ្ឋមានទុក្ខនឹងបានដោយទំហំប៉ុណ្ណាហើយតើវាជួយរកយុត្តិធម៌ទៅឬកន្លងមកមានការរិះគន់ពីសំណាក់រដ្ឋាភិបាលថាកាលណាចេញប្រភពជួយប្រជាពលរដ្ឋទៅគឺខុសទៅនឹងគេហៅថាវិន័យសង្ឃដូច្នេះថាតើគុណចាស់អាចជម្រាបមានសង្ឃដីកាជម្រាបជូនអស់លោកអ្នកស្ដាប់ថាតើក្រៅពីអប់រំប្រជាពលរដ្ឋឲ្យដើរផ្លូវល្អហ្នឹងថាតើអាចជួយក្នុងសង្គមទាំងនយោបាយទាំងសង្គមដល់ប្រជាពលរដ្ឋនឹងបានទេចំណុចនឹងឲ្យសូមបញ្ជាក់ឲ្យប្រជាពលរដ្ឋកុំយល់ច្រឡំ
កំជឿទៅជាមួយនឹងសម្ដីរបស់នាយករដ្ឋមន្ត្រីយើងនាយករដ្ឋមន្ត្រីដែលកាត់តែងនិយាយវាយប្រហារបានទូរទស្សន៍រាប់សិបគ្រឿងរាប់សិបប៉ុស្តិ៍នៅក្នុងទេវទេសដើម្បីចាំតែវាយប្រហារបកអាក្រាតរឿងកម្លាយរឿងពិតឲ្យទៅជារឿងមិនពិតដើម្បីបំផន់ដើម្បីនឹងបង្វឹកសារព័ត៌មាននៅក្នុងស្រុកយើងដែលតែងនិយាយថាប្រសងបោះមិនគិតតែរឿងបោះគិតរឿងនយោបាយវាខុសធម៌អាវិន័យសូមចម្រើនពរនរករដ្ឋមន្ត្រីសូមឲ្យលោកទៅសិក្សាគម្ពីរធម៌អាណាដែលនិយាយថាប្រសងចូលរួមកិច្ចការងារសង្គមហើយខុសជាមួយធម៌អាវិន័យនោះសូមឲ្យលោកទៅរកបតាយវេដកនៅចំណុចណាយកមកដើម្បីឲ្យអាត្មាអានផងពីព្រោះអាត្មាបួសមក16ឆ្នាំហើយមិនដែលអានចំចំណុចប្រសងចូលរួមកិច្ចការងារសង្គមហើយខុសធម៌អាវិន័យនោះទេអត់ដែលឃើញសោះតែបើទុយទៅវិញក្នុងពុទ្ធសាសនាក៏ដូចជាក្នុងច្បាប់នៅស្រុកខ្មែរមានច្បាប់ចំណុចណាដែលអនុញ្ញាតឲ្យរដ្ឋាភិបាលបាញ់សម្លាប់ប្រជាពលរដ្ឋហេតុអីបានលោកបាញ់សម្លាប់បានហេតុអីបានលោកបាញ់សម្លាប់បានចំណុចណាដែលក្នុងរដ្ឋធម្មនុញ្ញបានចែងថាឲ្យកាត់ទឹកដីសម្បទានទៅឲ្យយួន99ឆ្នាំអង្គរវត្តឲ្យយួន99ឆ្នាំហេតុអីបានលោកធ្វើក្រមនរករដ្ឋមន្ត្រីរបស់លោកនិយាយមួយជាពិសេសជាងវុនផៃសិផានជាដើមនិយាយមកមួយម៉ាត់ណាច្បាប់មួយម៉ាត់ណាច្បាប់សខេងបានសកលច្បាប់គឺអ្វីបានសកលច្បាប់អត់5មាត់ចេញម៉ាត់ណាក៏ច្បាប់5មាត់ចេញម៉ាត់ណាច្បាប់ទៅពើមសម្ដីរបស់អស់លោកណាហើយល្មមបានហើយភ្ញាក់ខ្លួនបានហើយភ្ញាក់ខ្លួនពេលនេះប្រជាពលរដ្ឋគេនៅអាណត្តិស្លាញ់កុំចាំដល់ហួសពេលគេជប់អាណត្តិស្លាញ់គេថាក់ម្នាក់មួយជើងថ្នាក់ទុកនរកដាក់ហ่ะហេតុដូច្នេះសូមធ្វើការសិក្សាឡើងមុននឹងនិយាយឲ្យច្បាស់ចំណុចណាដែលលោកថាប្រសង់ចូលរួមកិច្ចការងារសង្គមជួយជាមនុស្សធម៌ជួយជាគ្រឿងឧបភោគបរិភោគជួយរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋបែរថាប្រសង់នឹងខុសធម៌អវិន័យខុសវិន័យគម្ពីរពុទ្ធសាសនាសូមលោកលើកចំណុចហ្នឹងមកបង្ហាញឲ្យជាសាធារណមតិឲ្យប្រជាជនគេបានទទួលជាពិសេសឲ្យប្រសង់បានទទួលយកដឹងចំណេះដឹងធម៌អវិន័យរបស់លោកចែងផងឬមួយជាធម៌អវិន័យរបស់បកមហាមិត្តមើលឆ្នាំហូជីមិញដែលជាជីដូនជីតារបស់ហ៊ុនសែនបានកាត់ចែងវិន័យសម្រាប់ពុទ្ធសាសនាអញ្ចឹងសូមពេលដែលប្រជាញាតិមិត្តពុទ្ធបរិស័ទសូមបញ្ជាក់ថាបើកន្លែងណាដែលបើមានប្រៃហើយវាមិនខ្វះទេអូសដាត់សម្រាប់ណាក់ដែលរអូសដាត់រីឯប្រទេសជាតិយើងបើមានប្រទេសហើយវាមិនខ្វះទេណាកសាងប្រទេសហើយក៏បញ្ជាក់ថាជាតិសាសនាព្រះមហាក្សត្រសូមលោកទៅមើលពាក្យបាវចនាបើមិនមានជាតិទេលោកកុំសង្ឃឹមថាមានសាសនាមិនមែនដូចជាក្រុមតមលរបស់លោកនឹងមកដឹកនាំជាតិហើយថាក់វៃស៊ីបាយខ្វាត់នៅក្មេងលោកធំធាត់ឡើងមានអំណាចវៃកាប់សម្រាប់លោកចាប់លោកប្រសិទ្ធទៅដាក់គុកពន្ធនាគារនៅឯស្រុកយួននោះទេសូមប្រជាពលរដ្ឋដឹងទាំងអស់គ្នាថាបើអាត្មា16ឆ្នាំបួសនេះបើមិនមានកម្លាំងសទ្ធារបស់ញាតិញោមឧបត្ថម្ភចង្ហាន់វ័នចនលុយកាក់ឲ្យអាត្មារៀនសូត្រសួរថាអាត្មាមានជីវិតនៅរជាប្រសង់នៅរបានដល់បច្ចុប្បន្ននោះទេគឺអត់មានទេចំណុចនេះឯងហើយគឺជាប្រសង់ភាសាប្រជប់ជាមួយនឹងពុទ្ធបរិស័ទសាសនារបស់យើងអាចរុងរឿងទៅបានក៏ដោយសារតែពុទ្ធបរិស័ទ4ចម្ពោះដែរគឺភិក្ខុភិក្ខុនីឧបាសកឧបាសិកា4ចម្ពោះនេះបើខ្វះចម្ពោះណានេះមួយសាសនារបស់យើងមិនអាចថិតថេរចេរកាទៅរហូតដល់រាប់5000ឆ្នាំបានទេហេតុដូច្នេះហើយពួកណាក់ដែលនិយាយវ័យមហាប្រសង់នេះពួកណាក់នេះឯងគឺជាពួកណាក់រយុទ្ធសាស្ត្រដើម្បីបំបត្តិសាសនាចេញអំពីប្រទេសខ្មែរយើងទេហេតុដូច្នេះហើយសូមធ្វើការសិក្សាឡើងវិញមុននឹងនិយាយកុំប្រើពួកដៃជើងមកក្រុមមកចេះតែនិយាយពួកដៃជើងនេះឯងនិយាយបំភ្លើអំពីសម្ដីរបស់ហ៊ុនសែនដើម្បីឲ្យប្រជាពលរដ្ឋកាន់តែស្អប់ហ៊ុនសែនខ្លះច្រើនឡើងទេហូតហេតុដូច្នេះហ៊ុនសែនពិចារណាផងកន្លែងណាដែលមានភាពអយុត្តិធម៌កន្លែងណាដែលប្រជាញាតិមិត្តពុទ្ធបរិស័ទដែលជាដៃគូជាមួយនឹងប្រសង់កន្លែងហ្នឹងមានអយុត្តិធម៌កន្លែងហ្នឹងអសន្តិសុខប្រសង់ត្រូវតែមានតួនាទីដើម្បីការពារនៅពុទ្ធបរិស័ទរបស់ព្រះអង្គបើគ្មានញាតិញោមទេសួរថាប្រសង់រស់នៅបានទេអត់មានចង្ហាន់ឆាន់ទេបើគ្មានញាតិញោមនៅក្នុងសង្គមទេអត់ប្រសង់អត់មានចង្ហាន់ឆាន់ទេហេតុដូច្នេះហើយអាត្មាក្នុងនាមជាសាមណនិស្សិតមួយព្រះអង្គដែរ
មិនត្រឹមតែឈឺឆ្អាលជាមួយប្រសងជាមួយញាតិញោមទេអាត្មាបានសកម្មភាពនៅឯស្រុកថៃហ្នឹងមិននឹងមកអាត្មាដើរបវរណាតាំងពីប្រសងនៅឯបាងកកនៅឯវាំងណយជាមួយនឹងនៅខេត្តអាត្មារៀនសូត្រហ្នឹងបានចំនួនប្រសងនៅឯវាំងណយហ្នឹងបានចំនួន 3000 បាតហើយជាមួយនឹងប្រសងនៅខេត្តឧបលអាត្មាហ្នឹងបាន 1200 បាតបុកស្រុកជាមួយអាត្មា 1500 បាតទៀត 6200 បាតហើយមានតាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដើម្បីមកជួយឲ្យជនរងគ្រោះដែលបានក្រុមនរករដ្ឋមន្ត្រីបាញ់ប្រហារសម្លាប់កំពុងតែដេកពេទ្យមើលទៅគឺបាក់ដៃបាក់ជើងធ្លាយពោះមកខាងពីមកខាងទៅមកខាងនេះជាទង្វើមួយមិនមែនជាទង្វើមនុស្សធ្វើទេគឺជាទង្វើរបស់សត្វដែលឆានធ្វើហេតុដូច្នេះហើយសូមប្រជាញាតិមិត្តពុទ្ធបរិស័ទនិងវីរៈបតកពលកររបស់យើងទាំងអស់គ្នារឹងចាត់ឡើងតាំងស្មារតីឡើងកុំខ្លោបនិងកុំបាក់ទឹកចិត្តឲ្យសោះសត្រូវវាយយើងឆ្នះនៅពេលដែលយើងបាក់ទឹកចិត្តព្រោះហេតុដូច្នេះហើយសូមរឹងមាំឡើងទាំងអស់គ្នាដើម្បីស្រោចស្រង់ប្រទេសជាតិយើងឲ្យតាន់ពេលវេលាកុំចាំឲ្យយួនចូលពេញស្រុកហើយយើងរៀបកលាអុកអស់តហើយពេលនេះយើងនៅរៀបកលាអុកតនេះព្រោះសូមរឹងមាំដើម្បីជួយស្រោចស្រង់ប្រទេសជាតិយើងទាំងប្រសង់និងទាំងរហ័សទាំងអស់គ្នាជុំវិញពិភពលោកព្រោះអរគុណព្រះអង្គដែលបានមានសង្ឃលេខាជំរាបជូនអស់លោកអ្នកស្ដាប់ដោយសារតែព្រះអង្គបានគង់នៅជាសមណនិស្សិតនៅសាកលវិទ្យាល័យจุฬาលង្កននៅប្រទេសថៃហើយទៅតែមកដល់ប្រទេសកម្ពុជានៅក្នុងដំណើរបេសកកម្មរបស់ព្រះអង្គដូច្នេះគណៈគុណចាស់សូមជម្រាបសួរទៅព្រះអង្គជុំវិញស្ថានភាពនយោបាយប្រទេសថៃក៏វឹកវរដែរនៅពេលបច្ចុប្បន្ននេះឃើញមានបាតកម្មទាមទារឲ្យនាយករដ្ឋមន្ត្រីលោកស្រីជីងដាក់ចុះចេញពីតំណែងយ៉ាងខ្លាំងក្លារហូតដល់មានបិទផ្លូវឬក៏មានចំនួនបាតកោដែលប្រជាពលរដ្ឋមិនសប្បាយចិត្តហ្នឹងគឺមានចំនួនកាន់តែច្រើនឡើងហើយបើយើងពិនិត្យមើលអំពីសន្តិសុខវិញឃើញរដ្ឋាភិបាលរបស់អ្នកស្រីយីងឡាក់ហ្នឹងគឺមិនបានបង្ក្រាបឬក៏បាញ់សម្លាប់ប្រជាពលរដ្ឋដែលជាអ្នកតវ៉ានោះទេដូច្នេះយើងងាកមកប្រទេសកម្ពុជាយើងវិញស្ថានភាពនយោបាយគឺវាស្តៀងគ្នាដែរគឺសូមឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនស្នើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចុះចេញពីតំណែងឬក៏មានការបោះឆ្នោតឡើងវិញក៏ត្រូវបានសមត្ថកិច្ចរបស់លោកហ៊ុនសែនបង្ក្រាបយ៉ាងចាស់ដៃមានស្លាប់មានរងរបួសអីជាដើមអញ្ចឹងតើតើនឹងការប្រើហិង្សានេះបើយើងប្រៀបធៀបទៅនឹងប្រទេសថៃគឺប្រទេសថៃគេល្អប្រសើរជាងក្នុងការតវ៉ាទាមទារឲ្យចុះចេញពីតំណែងនៅប្រទេសថៃចង់សួរថាតើទាំងប្រសង់នៅប្រទេសថៃក៏ដូចជាពលរដ្ឋខ្មែរឬក៏ពលរដ្ឋថៃអីហ្នឹងក៏បានដឹងអំពីព័ត៌មានហើយបានប្រៀបធៀបប្រទេសទាំងពីរហ្នឹងថាតើគេមានការសោកស្ដាយយ៉ាងម៉េចដែរចំពោះការប្រើហិង្សារវាងមេដឹកនាំទាំងពីរហ្នឹងមួយអហិង្សាមួយហិង្សានេះបើយើងនិយាយអំពីមេដឹកនាំនៅក្នុងអំណាចរវាងប្រទេសថៃនិងប្រទេសកម្ពុជានោះបាទចំណុចហ្នឹងហើយដែលអាត្មានិមន្តទៅ6ខេត្តនៅស្រុកថៃដែលមានប្រជាពលករធ្វើការចំណាក់ស្រុកនោះរាប់ម៉ឺនណាក្នុងមួយខេត្តក្នុងមួយរោងចក្រអាត្មាទៅជួបនឹងរាប់ពាន់ណាគាត់បានឈឺឆ្អាលជាមួយនឹងបញ្ហាសង្គមនិងសោកស្ដាយយ៉ាងខ្លាំងនិងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះនរោរដ្ឋមន្ត្រីដែលបានធ្វើការវេប្រហារបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរយើងដែលខុសអំពីក្រមអ្នកដឹកនាំលទ្ធិប្រជាធិបតេយ្យដូចជាស្រុកថៃជាដើមស្រុកថៃនៅពេលដែលប្រជាបតកគេទូបតកគេធួបាតុកម្មរាប់ម៉ឺនរាប់សែនណាអាចនិយាយថាបានតិចជាងនៅយើងទៀតផងអាចនិយាយថាបើនិយាយអំពីចំនួនស្ថិតិគឺតិចជាងប្រទេសយើងដាច់ស្លាហើយទេកងសន្តិសុខរបស់រដ្ឋថៃបានគឺគេរក្សាសន្តិសុខឲ្យប្រជាបតកបានល្អទោះបីមានការបដិខ្សែភ្លើងទោះបីមានការបិទផ្លូវជាតិដែលជាសរសៃឈាមបេះដូងចូលគណៈទីក្រុងបាងកកក៏រដ្ឋាភិបាលគេមិនបានប្រើកងកម្លាំងប្រដាប់អាវុធទៅបាញ់បង្ក្រាបទៅបាញ់សម្លាប់ដូចហ៊ុនសែនដែរដូចនរោត្តមន្ត្រីហ៊ុនសែនដែរមកពីអីបានគេធ្វើអញ្ចឹង
ទីមួយគេប្រកាន់យកនោះលទ្ធិប្រជាធិបតេយ្យពិតប្រាកដហើយគេជាអ្នកដឹកនាំវីរៈនារីជាអ្នកដឹកនាំស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងយកចិត្តទុកដាក់ស្រឡាញ់ប្រជាពលរដ្ឋស្រឡាញ់អាយុរបស់ប្រជាពលរដ្ឋនិងភាពយុត្តិធម៌ឲ្យប្រជាពលរដ្ឋគេមិនបានប្រព្រឹត្តនៅទង្វើបាញ់សម្លាប់ដូចជានរករដ្ឋមន្ត្រីហ៊ុនសែនឡើយសំខាន់ទៀតនោះប្រទេសថៃគឺជាប្រទេសមានអំណាចអធិបតេយ្យភាពមួយពិតប្រាកដដែលមិនមានសត្រូវដែលមិនមាននរណាមួយនៅបញ្ជាពីក្រោយខ្នងហេតុដូច្នេះហើយវាខុសឆ្លាស់អំពីប្រទេសខ្មែរយើងដែលដឹកនាំទៅដោយនរករដ្ឋមន្ត្រីដែលជាកញ្ចៃឈ្មោះលទ្ធិប្រជាធិបតេយ្យមកធ្វើដើម្បីបំផន់ប្រទេសជាតិអន្តរជាតិដើម្បីដែលកញ្ចៃបលលួយគេមកចាយប្រកបប្រកងឲ្យតែបាក់ពួកក្រុមឯងមួយក្រុមនោះហើយមានអំណាចនៅពីក្រោយខ្នងជាពិសេសអំណាចយួនគឺចង់និយាយថាប្រទេសរបស់យើងអត់មានអំណាចអធិបតេយ្យភាពពិតប្រាកដក្នុងការសម្រាប់ដឹកនាំប្រទេសនោះទេគឺហ៊ុនសែនបានមិននឹងទៅយួនថាឲ្យប្រុងប្រយ័ត្នមែនទែននៅសមូលបាត់ដៃទី3ដល់ត្រឡប់មកពីយួនវិញហ៊ុនសែនបានចេញរន្ទះជើងជាមួយនឹងបាត់ដៃឥតសមូលទី3បាញ់សម្រាប់ប្រជាពលរដ្ឋខ្មែរសួរថាចំណុចហ្នឹងហើយយើងទាំងអស់គ្នាយើងដឹងទាំងអស់យើងវិភាគទៅដឹងទាំងអស់គ្នាហើយហេតុដូច្នេះហើយប្រទេសយើងប្រទេសមួយដែលប្រព្រឹត្តទៅដែលសកម្មភាពទៅបានរលូននិងប្រកបទៅដោយតម្លាភាពនិងលទ្ធិប្រជាធិបតេយ្យភាពវានឹងជាប្រទេសមួយដែលពេញលេញជាប្រទេសមួយដែលមានអំណាចអធិបតេយ្យភាពពិតប្រាកដវាលុះទៅក្នុងចំណុច4ទី1ខេត្តដែនគឺជាខេត្តមួយជាទឹកដីមួយដែលមិនអាចមានបុគ្គលដែលមិនអាចមានប្រទេសដទៃធ្វើវេទីចូលនៅលើខេត្តដែនក្នុងប្រទេសនោះបានសំបីតែមួយចម្រៀតបន្តិចទេទី1ទី2ប្រជាពលរដ្ឋនៅក្នុងប្រទេសនោះសួរថាបើហ៊ុនសែនដឹកនាំរាល់ថ្ងៃនរករដ្ឋមន្ត្រីហ៊ុនសែនដឹកនាំរាល់ថ្ងៃក្រុមដឹកនាំនេះបានតែមួយក្រុម4-10ណាក100ណាកនោះចុះបើគ្មានប្រជាពលរដ្ឋសួរថាពួកណាកអត់ទាំងនឹងបានអីដឹកនាំហើយពួកណាកអត់ទាំងនឹងបានអីទៅធ្វើនយោបាយចង់សួរទៅហ៊ុនសែនយ៉ាងហេតុដូច្នេះហើយប្រជាពលរដ្ឋកំពុងតែទទួលការអយុត្តិធម៌និងឆ្លៀតឱកាសរបស់ក្រុមនរករដ្ឋមន្ត្រីយកនយោបាយរបស់ប្រជាពលរដ្ឋទៅធ្វើទីផ្សារនយោបាយលើឆាកអន្តរជាតិទី3គឺជារដ្ឋាភិបាលគឺគ្រាន់តែកើតឡើងអំពីប្រជាពលរដ្ឋហើយធ្វើការដើម្បីរក្សាសន្តិភាពដើម្បីរក្សាសន្តិសុខឲ្យប្រទេសជាតិឲ្យប្រជាពលរដ្ឋមិនមានរដ្ឋាភិបាលកើតឡើងហើយទៅបាញ់កើតឡើងអំពីប្រជាពលរដ្ឋហើយទៅបាញ់សម្លាប់ប្រជាពលរដ្ឋនោះទេគឺអត់មាននេះគឺជាចំណុចទី3នៃការរបស់ប្រទេសរីឯចំណុចទី4ជាចំណុចដែលកម្ពស់ជាងគេហើយគឺជាចំណុចដែលមានអំណាចសម្រាប់ក្នុងការដឹកនាំប្រទេសជាតិគឺអំណាចអធិបតេយ្យភាពជាអំណាចកម្ពូលនៃអំណាចមួយផ្នែកដែលសម្រាប់ដឹកនាំប្រទេសជាតិដែលសម្រាប់ដឹកនាំអធិបតេយ្យភាពជាតិនិងការពារនៅបូរណភាពទឹកដីប្រទេសជាតិមិនអោយប្រទេសដទៃធ្វើការវាទីមកលើទឹកដីរបស់យើងបានហេតុដូច្នេះហើយហ៊ុនសែនអត់មានទេហ៊ុនសែនអត់មានអំណាចអធិបតេយ្យភាពពិតប្រាកដទេកន្លងមកហ៊ុនសែនបានដើរព្រោះតាម CTN តកពេញស្រុកថាអោយស្រាវជ្រាវទៅបើឃើញថាក្នុងការដឹកនាំរបស់ហ៊ុនសែនបាត់បង់ទឹកដីសំបីតែមួយចំអាមហ៊ុនសែនចោះចេញពីតំណែងវិញសួរថាកុំហើយហ៊ុនសែនបាននិយាយមួយប្រយោគទៀតថាហ៊ុនសែននឹងនិយាយត្រង់ទៅត្រង់មកចំពោះប្រជាពលរដ្ឋពីព្រោះប្រជាពលរដ្ឋខ្មែរចង់ឲ្យហ៊ុនសែននិយាយវាហ៊ានយួននៅស្រុកខ្មែរជាង 100000 នាក់ហ៊ុនសែនជាអាយ៉ងយួនប៉ុន្តែធ្វើម៉េចបើនៅក្រោមអំណាចគេគ្មាននរណាមួយដឹកនាំចង់ឲ្យបាត់បង់ទឹកដីទេហេតុដូច្នេះហើយទង្វើនឹងសម្ដីរបស់ហ៊ុនសែននិយាយនឹងចង់និយាយថាម៉េចសពបញ្ជាក់ឲ្យឃើញថាហ៊ុនសែនអត់មានអំណាចអធិបតេយ្យភាពមួយសម្រាប់ដឹកនាំប្រទេសជាតិទេហេតុដូច្នេះហើយសូមប្រជាពលរដ្ឋទាំងអស់គ្នាពិចារណាហើយក្រោកឡើងទាំងអស់គ្នាដើម្បីស្រោចស្រង់មានតែអំណាចរបស់ប្រជាពលរដ្ឋទេសម្រាប់ស្រោចស្រង់ប្រទេសជាតិយើងទាំងអស់គ្នាឲ្យបានប្រទេសជាតិយើងគង់វង្សសម្រាប់ថ្ងៃអនាគតយើងមិនត្រូវការហ៊ុនសែនទេប្រគុណព្រះអង្គដែលបានមានសង្ឃដីកាជំរាបជូនអនុស្នាប់បន្ថែមទៀតបាទនៅពេលនេះដោយសារតែពេលវេលាយើងអស់ម៉ោងហើយកណាសូមផ្ដល់ឱកាសជាចុងក្រោយទៅព្រះអង្គថាព្រះអង្គមានសង្ឃដីកាអ្វីជាចុងក្រោយផ្ដាំផ្ញើទៅអ្នកនយោបាយក៏ដូចជាបងប្អូនពលរដ្ឋខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសនោះបាទកណាបើជាចុងក្រោយនេះសូមអំពាវនាវហើយនឹងក៏សូមចម្រើនពរទៅដល់ថ្នាក់ដឹកនាំប្រទេស
ជាពិសេសទៅដល់ក្រមអនុរដ្ឋមន្ត្រីហ្នឹងធ្វើការពិចារណាសារជាថ្មីផងពីព្រោះថាប្រទេសជាតិរបស់យើងកំពុងតែលេចលង់ទៅដោយក្រមដឹកនាំរបស់ពួកនរករដ្ឋមន្ត្រីឯងហើយក៏សូមចម្រើនពរទៅដល់ឋានៈដឹកនាំវីរៈបរិសុទ្ធខ្មែរយើងពីររូបដែលដឹកនាំទៅដល់លោកប្រធានសំរងស៊ីនិងអនុប្រធានគឹមសុខាហ្នឹងប្រកាន់យកគោលចំហទាំងឲ្យរឹងមាំទាំងអស់គ្នានិងប្រជាបរតប្រកាន់យកគោលចំហឲ្យរឹងមាំទាំងអស់គ្នាដើម្បីចូលរួមកិច្ចការងារសង្គមទាំងអស់គ្នាសម្រាប់ប្រទេសជាតិយើងពីព្រោះថាប្រទេសជាតិនេះមិនមែនជាប្រទេសមិនមែនជាផែនដីមិនមែនជាទឹកដីសម្រាប់តែបុគ្គលរបស់អស់លោកណាមួយក្រុមតូចនោះទេហើយសូមចម្រើនពរឲ្យញាតិញោមពុទ្ធបរិស័ទទាំងនៅក្នុងនិងក្រៅប្រទេសទាំងអស់គ្នាសូមយើងចូលរួមកិច្ចការងារសង្គមជាតិទាំងអស់គ្នាបើទោះជាយើងចូលរួមជាកម្លាំងកាយមិនបានទេសូមយើងចូលរួមជាកម្លាំងសទ្ធាដើម្បីញ៉ាំងនៅទឹកចិត្តដើម្បីនឹងឧបត្ថម្ភគ្រប់គ្រងទៅដល់អាណាចដែលឈរជួរមុខនៅនឹងប្រឈមជាមួយបញ្ហាបាត់បង់ជីវិតនៅស្រុកខ្មែរយើងដឹងស្រាប់ហើយដែលនរករដ្ឋមន្ត្រីកន្លងមកបានប្រព្រឹត្តហេតុដូច្នេះហើយមនុស្សយើងត្រូវការសំខាន់ខ្លាំងណាស់ចំពោះទឹកចិត្តពីព្រោះថាទឹកចិត្តកាលណាបើមិនទឹកចិត្តកាលណាបើមិនកម្លាំងចិត្តហើយអាចនឹងធ្វើអ្វីៗបានទាំងអស់សម្រាប់បញ្ហាសង្គមជាតិយើងសម្រាប់បញ្ហាគ្រប់រយចម្ពោះទាំងអស់ហេតុដូច្នេះហើយតាំងប្រសង់តាំងញាតិញោមទាំងអស់គ្នានៅជំនួយពិភពលោកសូមមេត្តាចូលរួមកិច្ចការងារសង្គមហើយសូមផ្ដល់ជាអំណោយឧបត្ថម្ភមិនថា1រៀល2រៀលទេសម្រាប់ប្រទេសជាតិយើង1រៀល2រៀលរបស់អស់លោកណាស់នឹងคล้ายទៅជាវីរភាពនឹងคล้ายទៅជាវីរជនទាំងអស់គ្នាសម្រាប់ក្នុងការកសាងសម្រាប់ក្នុងការស្រោចស្រង់ប្រទេសជាតិយើងនៅថ្ងៃអនាគតនេះមួយហើយសូមជាពិសេសប្រសង់ក៏ដូចជាប្រជាពលរដ្ឋនៅស្រុកថៃសូមបវរណាពីព្រោះថាកន្លងមកមិនដែលឃើញចូលសកម្មភាពទេឥឡូវនេះគឺចាប់ផ្ដើមហើយឥឡូវនេះចាប់ផ្ដើមហើយអាត្មាបានមកនិមន្តមក5 4សារអាត្មាចំណាយលុយថងអាត្មាបន្តដល់សុំគេដំបងបានសាហ្នឹងមិនដែលបានរៀលទេហើយដល់សុំមិនដែលបានរៀលអស់ទាំងលុយផងឥឡូវនេះអាត្មាកន្លងមកយកលុយថងខ្លួនឯងមកចំណាយយកលុយថងខ្លួនឯងមកចំណាយដើម្បីធ្វើជាគំរូឲ្យគេឥឡូវនេះចាប់ផ្ដើមបានហើយទៅទៅហើយហ្នឹងមកនឹងបានជាង 6,000 បាតហើយមានណាក់ទេថាតងមកនឹងថាជួយឧបត្ថម្ភផងហេតុដូច្នេះហើយសូមប្រសង់កុំងប់ទេគិតតែពីរឿងរៀនយកមួយចំណេះសិនថាទឹកនេះគឺជាទឹកដែលយើងត្រូវការចាំបាច់ណាសម្រាប់ចូលរួមឲ្យឃើញឲ្យមហាឲ្យអន្តរជាតិឃើញថាមហាកម្លាំងសាមគ្គីរបស់យើងមិនមែនជាប្រជាពលរដ្ឋអន់ទេមិនមែនជាប្រជាពលរដ្ឋដែលយួនចង់ធ្វើអីបានទេតាមទង្វើចាត់នោះទេហេតុដូច្នេះហើយប្រសិនបើប្រសង់ក៏ដូចជាញាតិញោមពុទ្ធបរិស័ទកម្មករពលករនៅស្រុកថៃមានចិត្តចង់បដល់ជាថវិកាឧបត្ថម្ភដល់ជនរងគ្រោះក្តីដល់ខ្មែរប៉ុស្តិ៍ក្តីដល់គណៈបកសង្គ្រោះជាតិសម្រាប់ធ្វើកិច្ចការងារសង្គមជាតិក្តីសូមធ្វើតាក់ទងមកលេខទូរស័ព្ទរបស់ខ្ញុំប្រកាសណាអង្គអាត្មាភាពពនាមសឿនហើយនិស្សិតវិទ្យាល័យនិស្សិតឆ្នាំទី4នៃសាកលវិទ្យាល័យจุฬาលង្កនប្រទេសថៃជំនាញវិទ្យាសាស្ត្រនយោបាយដែលអាចតំណាក់តំណងមកបានលេខទូរស័ព្ទ088 19 76 248បញ្ចាំភាសាម្ដងទៀត088 19 76 248បងអាត្មាសូមចម្រើនពរញាតិញោមអរគុណព្រះអង្គសិនហៃដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ព្រះអង្គនិមន្តមកចូលបន្ទប់ផ្សាយរបស់វិទ្យុខ្មែរប៉ុស្តិ៍ជំរាបជូនពុទ្ធចក្រនិងអាណាចក្រចំពោះព្រះសង្ឃចំពោះទូរទីរបស់ព្រះសង្ឃនៅក្នុងការដើរទូនាទីជួយបងប្អូនពលរដ្ឋដែលកំពុងតែមានបញ្ហាសូមបញ្ជាក់ជូនអស់លោកអ្នកស្ដាប់ឲ្យបានជ្រាបផងដែរថាព្រះអង្គពនាមសិនហៃគឺជាសំណាក់និស្សិតនៅសាកលវិទ្យាល័យจุฬาលង្កនប្រទេសថៃដែលព្រះអង្គបាននិមន្តមកប្រទេសកម្ពុជានៅក្នុងដំណើរបេសកកម្មស្វែងរកយុត្តិធម៌ជាមួយនឹងបងប្អូនពលរដ្ឋខ្មែរក៏ដូចជាជាមួយនឹងគណៈបក្សសង្គ្រោះជាតិរយៈពេលជាច្រើនថ្ងៃមកហើយព្រះអង្គបានចំណាយពេលវេលាជម្រាបជូនអង្គស្ដាប់អំពីសកម្មភាពថ្មីៗនៅស្ថានភាពនយោបាយចំពោះរដ្ឋាភិបាលរបស់លោកហ៊ុនសែននៅពេលនេះគណៈសូមក្រាបថ្វាយបង្គំជម្រាបលាព្រះអង្គមុននឹងជម្រាបលាសូម
ប្រសិទ្ធពរជ័យជូនប្រគិនជូនប្រសង់ឲ្យជួបតែសុខភាពល្អបន្តជួយប្រទេសជាតិយើងនៅពេលបច្ចុប្បន្នហ្នឹងក៏ដូចជានៅពេលក្រោយៗបន្តទៀតអរព្រគុណព្រះអង្គពរសូមចម្រើនពរប្រជាញាតិមិត្តណាតាមដានផលវិញ្ញាណចម្រើនពរទាំងអស់គ្នាចាលោកអ្នកនាងស្ដាប់ជាទីមេត្រីជាបន្តសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់នៅកិច្ចសម្ភាររបស់លោកពេជ្រសវណ្ណជាមួយនឹងព្រះសង្ឃព្រះនាមវឿងសំណាងនិងឪពុករបស់លោកកឹមផល្លាតដែលបានស្លាប់ក្នុងពេលធ្វើបាតកម្មនៅផ្លូវវែងស្រេងសួនកាណាឌីយ៉ាស្ដីអំពីសុខភាពរបស់ព្រះតេជគុណក្នុងការព្យាបាលរយៈពេលកន្លងមកហើយនៅព្យាបាលនៅប្រទេសថៃដោយសារតែរងការបង្ក្រាបពីកងកម្លាំងយោធាឆ័ត្រយង911កាលពីថ្ងៃទី2ទី3ខែមករាឆ្នាំ2014ដែលធ្វើឲ្យមានរងរបួសនិងស្លាប់ជាច្រើនអ្នកចាស់ចង់ដឹងថាតើកិច្ចសម្ភារមានអត្ថន័យនិងខ្លឹមសារយ៉ាងណានោះដូច្នេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ដូចតទៅក្រាបថ្វាយបង្គំព្រះអង្គវឿនសំណាងកណាមពេជ្រសវណ្ណបានមកជួបព្រះអង្គម្ដងទៀតហើយថ្ងៃនេះកណាឃើញថាសុខភាពព្រះអង្គមានការធូរស្បើយខ្លះប៉ុន្តែបាញ់មិញហ្នឹងព្រះអង្គបានឡើងក្រោកអង្គុយបានអីសាប់តែមួយស្បក់ព្រាមសាប់តែឃើញថាព្រះអង្គថងឹតមុខព្រះអង្គសុខភាពយ៉ាងម៉េចដែរសូមព្រះអង្គជម្រាបដល់បងប្អូនអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ដែលកំពុងតែចាប់អារម្មណ៍ចំពោះព្រះអង្គជាពិសេសបងប្អូននៅក្រៅស្រុកតែទូរស័ព្ទមកខ្ញុំបាទដើម្បីសួរសុខទុក្ខនិងផ្ដល់ជាថវិកាដល់ព្រះអង្គសូមសង្ឃដីកាទេគុណបងចម្រើនពរមិញនេះអាត្មាកំពុងតែព្យាយាមក្រោកអង្គុយហើយឥឡូវវិលមុខបន្ថែមទៀតក្នុងរយៈកាលមួយរយៈពេលខ្លីប្រហែលជាមិនដល់5នាទីហងវិលមុខបែកញើសជោគថ្នាឥឡូវនេះសូមចម្រើនពរដល់ញាតិញោមចំពោះបរិស័ទក៏ដូចជាញោមពេជ្រសវណ្ណវិទ្យុខ្មែរប៉ុស្តិ៍ពរហើយសុខភាពនឹងមិនជាធានាទេមិញនេះខំព្យាយាមក្រោកអង្គុយថាធ្វើបទសម្ភាសន៍ជាមួយញោមពេជ្រសវណ្ណពង្រឹងស្មារតីប៉ុន្តែឥឡូវបែរជាវិលមុខបន្ថែមទៀតអញ្ចឹងសូមចម្រើនពរប៉ុណ្ណឹងពរសុខភាពមិនធានាទេវាខ្សោយតាមព័ត៌មានកណាដឹងថាដឹកគុណនឹងទៅប្រទេសថៃដើម្បីពិនិត្យព្រះកាយព្រះអង្គតើរឿងនឹងពិតជាការពិតទេជាការពិតនេះហើយអាត្មាភាពនឹងចាក់ចេញនៅថ្ងៃនេះម៉ោង11ថ្ងៃត្រង់ទៅព្យាបាលនៅប្រទេសថៃព្យាបាលនៅប្រទេសនេះហ្នឹងនៅប្រទេសថៃនៅថ្ងៃហ្នឹងតើព្រះអង្គនឹងទៅប្រទេសថៃបានអ្នកណាជួយឧបត្ថម្ភគាំទ្រឬក៏ទៅតាមផ្លូវឯកជនឬក៏តាមអង្គការសង្គមស៊ីវិលសូមព្រះអង្គសង្ឃដីកានឹងទៅតាមទាំងអង្គការហើយក៏ដូចជាយើងបណ្ដាញសង្គមស៊ីវិលទៅព្យាបាលនៅប្រទេសថៃហើយក៏ដូចជាអាត្មាខ្លួនឯងផ្ទាល់តែម្ដងដែលបារម្ភពីសុខភាពហើយនឹងប្រព័ន្ធខួរក្បាលរបស់អាត្មាដែលកំពុងតែឈឺនៅក្នុងពេលបច្ចុប្បន្នចង់ឲ្យព្រះអង្គវឿនសំណាងរៀបរាប់ត្រួសត្រាសតើសុខភាពរបស់ព្រះអង្គចាប់ពីថ្ងៃទី2រហូតមកដល់ឥឡូវនេះបានធូរស្រាលខ្លះដែរអត់ទេសូមចម្រើនពរបានធូរស្រាលបន្តិចហើយប៉ុន្តែមិនបានមាំមួនដូចមុនទេគឺនៅធ្វើទុកនៅឡើយប៉ុន្តែដោយសារអាត្មាធ្វើការតែត្រូវតែដាច់ខាតត្រូវតែទៅព្យាបាលនៅប្រទេសថៃកណាបានជួបព្រះអង្គតាំងពីថ្ងៃដំបូងបានធ្វើកិច្ចសម្ភាសន៍ជាមួយព្រះអង្គឃើញថាប្រជាពលរដ្ឋខ្មែរមានការយកចិត្តទុកដាក់ចំពោះព្រះអង្គសម្រាប់ណាស់ជាពិសេសបងប្អូនខ្មែរយើងដែលកាន់ភ្ជាប់នៅពុទ្ធសាសនានេះតែម្ដងឥឡូវនេះខ្ញុំបាទពេជ្រសវណ្ណសូមជម្រាបទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលតែងតែមានជំនឿទុកចិត្តមកដល់ខ្ញុំបាទដែលបានប្រគេនជាបច្ច័យដល់ព្រះអង្គឥឡូវនេះណាបានធ្វើកិច្ចការនេះជារឿយៗបានយកថវិកាប្រគេនដល់ព្រះអង្គដល់ដៃព្រះអង្គបានថ្លែងអំណរគុណជារឿយៗដូច្នេះដើម្បីបញ្ជាក់ពីទឹកចិត្តរបស់ព្រះអង្គសូមឲ្យព្រះអង្គថ្លែងអំណរគុណដល់បងប្អូនខ្មែរនៅក្រៅស្រុកនិងក្នុងស្រុកដែលបានមានការចាប់អារម្មណ៍ទៅលើព្រះអង្គក្នុងលក្ខណៈមួយស្នេហាជាតិដូចគ្នាសូមលើកដៃសំពះក្រាបថ្វាយបង្គំចំពោះព្រះដេចគុណម្ចាស់គ្រប់អង្គដែលនៅក្រៅប្រទេសសូមចម្រើនពរដល់សប្បុរសជនខ្មែរទាំងអស់ដែលបានឧបត្ថម្ភគាំទ្រដល់ជំងឺអាត្មានេះហើយសូមអរគុណយ៉ាងជ្រាលជ្រៅរអ្វីប្រៀបផ្ទឹមមិនបានរអ្វី
កែរនាមិនបានដែលទឹកចិត្តខ្មែរចេះជួយខ្មែរចេះជួយអ្នកជំងឺជនរងគ្រោះដូចជាអាត្មានៃសូមអរគុណមហិមាអរគុណដល់ថ្លៃថ្លារកអ្វីមកព្រៀបមិនបានដែលអាត្មាមានទុកយ៉ាងក្រៀមក្រំយ៉ាងលំបាកយ៉ាងនេះហើយជនជាតិខ្មែរមានការខ្វល់ខ្វាយបងប្អូនជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រក៏ដូចជានៅក្នុងស្រុកខ្វល់ខ្វាយស្វែងរកអាត្មាដើម្បីឧបត្ថម្ភដើម្បីឲ្យបានឆាប់ជាសះស្បើយនេះហើយគឺជាទឹកចិត្តដែលស្រឡាញ់ខ្មែរដូចគ្នាទឹកចិត្តស្នេហាជាតិទឹកចិត្តជួយសន្តោសប្រណីប្រកបដោយមេត្តាករុណាមុទិតាធម៌តាមមាគ៌ារបស់ព្រះពុទ្ធសាសនានេះគឺជាការសាមគ្គីមួយដែលឲ្យអាត្មាមានកម្លាំងចិត្តកម្លាំងកាយព្យាយាមពង្រឹងស្មារតីឡើងវិញដើម្បីបម្រើដល់ពុទ្ធបរិស័ទបម្រើដល់ពុទ្ធបរិស័ទដែលស្រឡាញ់ព្រះពុទ្ធសាសនាស្រឡាញ់ព្រះសង្ឃខ្មែរដែលជាអ្នកស្នេហាជាតិនេះអាត្មាសូមសម្បងសង្រងក៏សូមអរគុណដល់គុណបារមីនៃព្រះពុទ្ធពធផ្សង្ឃហើយក៏ដូចជាញាតិញោមទឹកចិត្តរបស់ញាតិញោមសប្បុរសធម៌ហ្នឹងក៏សូមអរគុណជាអនេកបការមហិមាដែលរកអ្វីព្រៀបផ្ទឹមពុំបានសូមចម្រើនពរគណៈចង់អនុញ្ញាតសួរព្រះអង្គវឿនសំណាងមួយចំនួនទៀតនៅពេលដែលព្រះអង្គមកដល់កន្លែងនេះគឺជាទីសុវត្ថិភាពនឹងតើការសន្តិសុខរបស់ព្រះអង្គមានដោយការនៅគ្លីនិកពីមុនទេបាទមកដល់នៅកន្លែងនេះគឺមានសុវត្ថិភាពល្អហើយមានភាពកក់ក្ដៅមានការយកចិត្តទុកដាក់អំពីអង្គការលីកាដូដែលគេយកចិត្តទុកដាក់ជួយថែរក្សាអាត្មាឲ្យមានសុវត្ថិភាពល្អហើយជួយមើលពេទ្យអីហ្នឹងដុកទ័រអីហ្នឹងគឺគាត់យកចិត្តទុកដាក់គ្រប់បែបយ៉ាងទាំងអស់មិនថាយប់ទៀតស្មានណាក៏គាត់មកមើលថែដែរនេះគឺជាទឹកចិត្តនៃអង្គការក្រៅរដ្ឋាភិបាលក៏ដូចជាសង្គមស៊ីវិលផងដែរបាទសូមចម្រើនពរគណៈមានសេចក្តីរីករាយណាស់នៅពេលនេះដែលបានព្រះអង្គវឿនសំណាងព្រះកាយព្រះអង្គបានធូរស្បើយក៏មិនទាន់ណាស់ណានៅឡើយទេប៉ុន្តែព្រះអង្គនឹងទៅប្រទេសថៃដើម្បីព្យាបាលនៅព្រះរោគដើម្បីឲ្យជាសះស្បើយឆាប់ៗនេះគណៈសូមក្រាបថ្វាយបង្គំព្រះអង្គចង់ឲ្យព្រះអង្គមានពាក្យពេចន៍អ្វីដើម្បីជាសារមួយឲ្យបងប្អូនខ្មែរយើងទាំងក្នុងនិងក្រៅប្រទេសឲ្យរួបរวมសាមគ្គីគ្នាដោយព្រះអង្គដែលមានវីរៈសង្ឃដ៏ក្លាហានសូមសង្ឃដីកាទេគុណសូមចម្រើនពរដល់ជនរួមជាតិខ្មែរជនរួមឈាមខ្មែរស្នេហាជាតិសូមមេត្តាពង្រឹងស្មារតីរួបរวมគ្នាពង្រីកការសាមគ្គីគ្នាឲ្យបានច្រើនចាប់ដៃគ្នាដើម្បីធ្វើការដោះស្រាយបញ្ហាជនជាតិខ្មែរយើងឲ្យបានសន្តិភាពសេរីភាពហើយយុត្តិធម៌មានសិទ្ធិគ្រប់គ្រាន់ដើម្បីជាម្ចាស់ប្រទេសជាម្ចាស់ទឹកដីខ្លួនឯងនេះហើយគឺជាការដែលអាត្មាបានផ្សងចិត្តផ្សងគំនិតឆ្ពោះទៅមុខដើម្បីឲ្យខ្មែរមានជីវភាពរស់រានស្រួលកុំឲ្យដូចនៅពេលបច្ចុប្បន្នរស់ក្រោមដំបូលកុម្មុយនីសពួកកុម្មុយនីសធ្វើបាបប្រជាពលរដ្ឋខ្មែរយើងឃើញហើយថាពួករដ្ឋាភិបាលបានវាយបានបាញ់បានប្រហារមកលើជនជាតិខ្មែរយើងធ្វើឲ្យរងទុក្ខវេទនាយំយ៉ាយស្រក់ទឹកភ្នែកគ្រប់បែបយ៉ាងទាំងអស់សូមឲ្យញាតិញោមពុទ្ធបរិស័ទពង្រឹងស្មារតីតស៊ូពុះពៀដើម្បីការពារមាតុភូមិយើងតទៅមុខទៀតនេះគឺជាទឹកចិត្តស្នេហាជាតិរបស់អាត្មាហើយក៏ដូចជាឲ្យខ្មែរទាំងអស់ចេះស្រឡាញ់គ្នាទោះនៅកន្លែងណានៅឯណាក៏ដោយនៅលើពិភពលោកនេះគឺខ្មែរត្រូវចេះស្រឡាញ់ខ្មែរដូចគ្នាសូមចម្រើនពរគណៈបច្ចុប្បន្នសូមបញ្ជាក់ព្រះអង្គបន្តិចในពេលនេះម៉ោងនេះព្រះអង្គនឹងនិមន្តទៅប្រទេសថៃតើព្រះអង្គនិមន្តទៅប្រទេសថៃសម្រាប់ព្យាបាលនឹងតើមានរយៈពេលប្រមាណថ្ងៃដែរអាត្មាទៅព្យាបាលនឹងក្នុងរយៈកាល2សប្តាហ៍2សប្តាហ៍ដើម្បីឲ្យដឹងពីអាការៈពិតប្រាកដហើយអាត្មានឹងត្រឡប់មកប្រទេសកម្ពុជាវិញពេលដែលអាត្មាជាសះស្បើយហើយនឹងអាត្មានឹងផ្ដល់ព័ត៌មានដល់ញាតិញោមពុទ្ធបរិស័ទនៅលើពិភពលោកក៏ដូចជាពុទ្ធបរិស័ទខ្មែរនៅលើពិភពលោកតាមរយៈវិទ្យុខ្មែរប៉ុស្តិ៍តាមរយៈលោកពេជ្រសវណ្ណចម្រើនពរគណៈចង់បញ្ជាក់ថាព្រះអង្គ
ឥឡូវនេះតើប្រកាយព្រះអង្គនឹងមានសភាពយ៉ាងម៉េចហើយជាពិសេសប្រកាសដូចជាប្រកាសហ្នឹងគឺមានការទៀងថងក្នុងរយៈកាលប្រហែលជា 3-4 នាទីមិញហ្នឹងគឺអាត្មាបានជួបញោមប៉ុន្តែវិលមកឲ្យធ្វើឲ្យយើងវិលមកឲ្យទៀងថងនៅក្នុងខួរក្បាលរបស់យើងគឺឈឺនឹងដោយសារតែកងកម្លាំងយោធាបានវាយសម្ពងទៅលើព្រះអង្គមែនប៉ុណ្ណឹងជាការប៉ັດបងទីចង់បញ្ចប់នេះគណៈសូមថ្វាយបង្គំលាព្រះអង្គឲ្យជូនប្រសិទ្ធពរព្រះអង្គឲ្យធ្វើដំណើរគឺនិមន្តធ្វើដំណើរទៅតាមផ្លូវនេះឲ្យប្រកបទៅដោយជោគជ័យប្រកបទៅដោយសេចក្តីសុខនឹងព្រះអង្គទៅដល់មន្ទីរពេទ្យនៅប្រទេសថៃនឹងឲ្យគេយកចិត្តទុកដាក់នឹងព្រះអង្គឆាប់ជាដើម្បីមកប្រទេសកម្ពុជាយើងដើម្បីបម្រើដល់បងប្អូនប្រជាពលរដ្ឋឬក៏ដូចជានៅក្នុងសង្គមជាតិគណៈក្រាបថ្វាយបង្គំលាសាធុសាធុសាធុបងសាធុបាទជំរាបសួរលោកសួរសំអល់បាទជំរាបសួរបាទខ្ញុំជាអ្នកយកព័ត៌មានឲ្យវិទ្យុខ្មែរប៉ុស្តិ៍បានចុះមកដល់ផ្ទះលោកជាមួយនឹងលោកស័កមហោរីដែលគាត់ជាប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកបាននាំអំណោយជាថវិកាចំនួន$100ជូនទៅដល់សពរបស់កូនប្រុសលោកគូកឹមផលៀបដែលជាកម្មករត្រូវបានកងកម្លាំងយោធាបាញ់សម្លាប់កាលពីពេលថ្មីៗនេះបាទដើម្បីកុំឲ្យបងប្អូនយើងទន្ទឹងចាំស្ដាប់ថាលោកមានប្រវត្តិដូចម៉េចនេះខ្ញុំចង់ឲ្យលោករៀបរាប់អំពីប្រវត្តិរបស់លោកតាំងពីឆ្នាំ1979រហូតមកដល់ឡើយបាទសូមជួយបាទខ្ញុំបាទសួរសំអល់ខ្ញុំកើតឆ្នាំ1962សប្តាហ៍នេះបើគិតមកដល់ឆ្នាំថ្មីនេះខ្ញុំបាទមានអាយុ52ឆ្នាំហើយក្រោយថ្ងៃរំដោះ7មករា79ខ្ញុំបាទបានស្ម័គ្រចិត្តចូលធ្វើជាប្រធានយុវជនឃុំលៀងគ្រឿលក្នុងចំនួនរដ្ឋកម្ពុជាបាទខ្ញុំធ្វើប្រធានយុវជនឃុំលៀងគ្រឿលរហូតតាំងឆ្នាំ1979រហូតមកដល់ឆ្នាំ1991បាទឆ្នាំ1991ទៅខ្ញុំដោយស្រុកទេសវាដូរនយោបាយទៅខ្ញុំក៏បានឈប់ពីខាងសមាគមយុវជនឃុំខ្ញុំប៉ុន្តែនៅក្នុងសមាគមយុវជនឃុំនោះខ្ញុំក៏បានបំពេញការងារឲ្យគណៈបកប្រជាជនកម្ពុជានឹងច្រើនណាស់ដោយថាចាប់តាំងពីទៅក5ទៅអីជាហូហែអញ្ចឹងមកការងាររបស់យុវជនជំនាន់នោះគឺឈានមុខអញ្ចឹងខ្ញុំបានប្រឡូកតាំងពីឆ្នាំ1979មកដល់ឆ្នាំ1991ទើបខ្ញុំបានឈប់ពីសមាគមយុវជនខ្ញុំបានក៏ស្ម័គ្រចិត្តចូលធ្វើជាកងទ័ពបាទចូលធ្វើជាកងទ័ពរយៈពេលប្រមាណតែជាមួយឆ្នាំទើបខ្ញុំលាឈប់ពីកងទ័ពបានមកធ្វើជាប្រជាជនធម្មតាវិញបាទជាជនធម្មតាវិញហើយដល់ឆ្នាំ2007ខ្ញុំដោយឃើញនៅគោលនយោបាយរបស់គណៈបក្សសិទ្ធិមនុស្សគឺថាមានការចាប់អារម្មណ៍ខ្ញុំបាទក៏ស្ម័គ្រចិត្តចូលក្នុងក្របខ័ណ្ឌជួរថ្នាក់ដឹកនាំឃុំនៃគណៈបក្សសិទ្ធិមនុស្សបាទតែដោយខ្ញុំបាទមានបញ្ហាមួយចំនួនទី1ជីវភាពក្រីក្រទី2មានបញ្ហាមួយចំនួនអញ្ចឹងទៅខ្ញុំបាទក្នុងឆ្នាំ2012ចុងឆ្នាំ2012ខ្ញុំបាទត្រូវគេចាប់យកទៅដាក់ពន្ធនាគាររយៈពេល7 ខែដោយគេចោទថាខ្ញុំបាទនឹងក្លែងបន្លំឯកសារសាធារណៈដែលខ្ញុំមិនបានធ្វើខុសផងនោះខ្ញុំនឹកឃើញថាប្រហែលជាផ្នែកខាងសម្ពាធនយោបាយកំដឹងឬមួយក៏យ៉ាងម៉េចដោយសារទឹកនុយពុករលួយក៏មិនដឹងព្រោះធ្វើត្បិតតែខ្ញុំបាទមិនបានធ្វើខុសទេបាទក្នុងការក្លែងបន្លំឯកសារអីនោះខ្ញុំបាទមិនបានធ្វើខុសទេខ្ញុំជំរាបទៀតដល់តុលាការប៉ុន្តែគេមិនបានមកដល់ផ្ទះខ្ញុំមិនបានមកសួរដល់អាជ្ញាធរភូមិឃុំអីទេបែរជាគេចោទថាខ្ញុំក្លែងបន្លំឯកសារសាធារណៈហ្នឹងក៏ចាប់ខ្ញុំទៅដាក់គុកបាទចាប់ខ្ញុំដាក់គុកធ្វើឲ្យគ្រួសារដែលកំពុងជួបប្រទះភាពក្រីក្រនេះគឺកាន់តែមានភាពក្រីក្រថែមទៀតដោយគេតម្រូវឲ្យយកប្រាក់ទៅតម្កល់នៅក្នុងសាលាដំបងនៅខេត្តកំពង់ស្ពឺនឹងចំនួន5 លានបាទចំនួន5 លានរៀលដើម្បីធានាខ្លួនចេញមកក្រៅបាទក្រៅឃុំហើយពេលដែលខ្ញុំបាទចេញពីមកក្រៅឃុំហើយនេះគឺមានមិត្តភ័ក្តិមួយចំនួនគឺតែងតែថាល្មមលែងលាពីគណៈបកសិទ្ធិមនុស្សហើយលាពីគណៈបកសិទ្ធិមនុស្សមកចូលរួមនយោបាយជាមួយគណៈបកប្រជាជនវិញមកហើយខ្ញុំនឹកឃើញនៅថាវាជីវភាពcủaការដុនដាបហើយណាមួយវាដូចអស់លោកទាំងសាខ្ញុំបរិយាយណាខ្ញុំក៏មកចិត្តមកចូលសមាជិកគណៈបកប្រជាជនហើយពេលនោះគេក៏បានតម្លើងទូនាទីខ្ញុំបាទជាអនុទានភូមិបាទរហូតដល់សប្តាហ៍នេះប៉ុន្តែដោយឡែកចំពោះថ្ងៃទី3មករាឆ្នាំ2014នេះខ្ញុំបាទមានការតក់ស្លុតជាទីបំផុតដោយមិននឹកស្មានសោះថាក្រុមគ្រួសារដែលធ្លាប់តែ
បំរើឲ្យនិន្នាការនយោបាយគណៈបកផ្សេងឲ្យបែរជាមករួមក្នុងនិន្នាការគណៈបកនយោបាយកាន់អំណាចយ៉ាងក្រុមគ្រួសារទាំងអស់ហើយមានតែមានសេចក្តីទុកចិត្តទីបំផុតថាគេនឹងធ្វើឲ្យល្អរលូននៅរាល់ការងារទាំងអស់ប៉ុន្តែដល់ជាកម្មអកុសលថ្ងៃទី3ខែមករាឆ្នាំ2014នេះកម្មករទៀមទីសម្លាងប្រាក់ខែឬគ្រាន់តែសុំថារស់បាទប្រាក់ខែ80រៀល85រៀលនេះគឺពិបាកក្នុងការរស់ទី1ផ្ទះជួលទី2តំណែងឡើងថ្លៃទី3ផ្ញើលុយមកក្រុមគ្រួសារខាងក្រោយខ្លះដូច្នេះប្រាក់ខែ85រៀលនេះពិបាកនឹងចាយពិបាកនឹងញែកពិបាកនឹងរស់អញ្ចឹងកូនខ្ញុំបាទនឹងដោយថាឃើញជីវភាពក្រីក្រហើយគិតឃើញកម្មករដទៃទៀតក៏មានជីវភាពដូចគ្នាក៏នាំគ្នាធ្វើបាតកម្មដើម្បីទាមទារសុំតម្លើងប្រាក់ខែ$160គ្រាន់បាននៅសល់ខ្លះមិនមែនសម្រាប់ធ្វើមានយកមកទិញឡានថ្មីឬមួយក៏យកមកធ្វើវិឡាទេគ្រាន់តែសុំតាមមករស់ជាមនុស្សសមរម្យនឹងគេនឹងឯងបាទពេលនោះហើយកូនខ្ញុំប្រាប់ថាប៉ូលីសគេបើកការវិវហារពេលយប់ហ្នឹងគឺគ្រាន់តែបើកពីរោងចក្រមកវាយភូដល់ពេលអញ្ចឹងទៅកម្មករក៏មានកាត់ចិត្តខឹងបាទក៏មានចិត្តខឹងក៏ត្រៀមមានដុំថ្មមានដំបងខ្លះមិនមែនថាមិនទទួលស្គាល់ថាមានទេមានខ្លះតែដើម្បីរងចាំទប់ទល់ពេលសមត្ថកិច្ចមកទីលើកទី2បាទប៉ុន្តែពេលនោះយប់ហ្នឹងគេមិនមកទី2គេគ្រាន់តែកវ៉ែលខាងទេមិនដឹងបលឹមឡើងហ្នឹងមិនដឹងជាគេបញ្ជូនកងទ័ពតាំងពីណាទៅជាពិសេសកងទ័ពឆាត់យូងលេខ911ហ្នឹងតែម្ដងបាទដែលធ្លាប់តែហាត់តែពីវិធីកំទេចខ្មាំងវិធីការពារពីបច្ចេកទេសកំទេចហើយយកទៅបាញ់អាពុតពិតគ្រាប់ពិតទៅលើកម្មករដែលគ្នាគ្មានអីសោះនៅក្នុងដៃមានតែបាតដៃទេឲ្យគ្នាដួលដេកនឹងស្លុកឈាមគួរឲ្យរន្ធត់តក់ស្លុតជាទីបំផុតកូនខ្ញុំនឹងគឺត្រូវបាញ់តាំងពីម៉ោង8ព្រឹកខ្ញុំបាទនៅឯស្រុកនេះគឺម៉ោង2កន្លះរសៀលទៅបាទដឹងថាកូនបាញ់គេបាញ់ស្លាប់នៅផ្លូវវែងស្រីខ្ញុំនិយាយប្រាប់អស់លោកត្រង់អស់ពីគេខ្មាស់ពេលដែលដឹងថាកូនត្រូវគ្រាប់របស់ក្រុមមកក្រាបរបស់រដ្ឋាភិបាលហើយខ្ញុំបាទមានលុយតែ15000រៀលគត់នៅក្នុងកប៉ាល់បាទខ្ញុំមិនដឹងជាគិតធ្វើយ៉ាងម៉េចម៉ូតូក៏គ្មានមធ្យោបាយធ្វើដំណើរក៏គ្មានបាទប៉ុនខ្ញុំក៏សុខចិត្តប្រមូលកូនចៅទាំងអស់បានលុយ30000នៅក្នុងកប៉ាល់យកទៅមើលកូនទៅដល់ផ្សារបែកចានគឺគេបិទផ្លូវអត់ឲ្យចូលប៉ុន្តែខ្ញុំពុះពីឧបសគ្គគ្រប់បែបយ៉ាងអស់សូម្បីតែម៉ូតូឌុបនឹងក៏គេរាថយនឹងការដឹកខ្ញុំទៅជួបកូនដែរតែបានប្អូនម៉ូតូឌុបមួយនោះគឺមានចិត្តដោះប្រណីជាទីបំផុតថាខ្មែរជួយខ្មែរអូនក៏មានចិត្តក្លាហានហ៊ានឌុបខ្ញុំទៅដល់ប្រហែលជាម៉ោង7:05បានខ្ញុំទៅដល់ពេទ្យរុស្ស៊ីពេលនោះហើយដែលខ្ញុំមានភាពតក់ស្លុតជាទីបំផុតដោយឃើញកូនដេកក្នុងថ្លុកឈាមដែលពេទ្យកំពុងធ្វើកោសវិច័យហើយខ្ញុំមិននឹកស្មានថារដ្ឋាភិបាលធ្វើដល់ថ្នាក់នេះសោះហើយលាក់ស្លាប់កឹមផលីបនោះក៏ដូចផងដែរវាពុំដែលជឿថាគេយកទៅហ៊ានពិតកំភ្លើងពិតគ្រាប់ពិតមកបាញ់ទេគឺវាមិនដែលជឿថាគេហ៊ានបាញ់ខ្មែរគ្នាឯងទេតែទីបំផុតវាស្លាប់ដោយសារអ្នកដែលយើងទុកចិត្តទីបំផុតនៅធ្វើឲ្យខ្ញុំតក់ស្លុតទីបំផុតហើយមានការសោកស្ដាយក្រៃលែងសូម្បីតែប្រពន្ធកូននឹងមិនទាន់ស្គាល់មុខផងនឹងក៏មានការសោកស្ដាយឪពុកម្ដាយទាំងអស់បងប្អូនទាំងអស់នឹងគឺក្រោយពីបានថាដឹងដំណឹងមរណភាពនេះហើយខ្លះក៏សន្លប់ខ្លះក៏យំទុនដៃទុនជើងគឺថាវាតក់ស្លុតក្នុងអបតហេតុដែលគួរឲ្យតក់ស្លុតនេះពេកបាទចង់ឲ្យលោកបញ្ជាក់ទៅឲ្យបងប្អូនខ្មែរដែលកំពុងតែតាមដានស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍តើកូនរបស់លោកត្រូវរបួសនឹងត្រង់ណាខ្លះបាទតាមការទង់របស់ខ្ញុំគឺការបាញ់ប្រហារនេះគឺមិនឆ្ងាយប្រមាណពីគ្នាទេបាទខ្ញុំស្មានប្រហែលជាទង់យ៉ាងច្រើនបំផុត5ម៉ែត្រហើយ5ម៉ែត្រនេះអ្នកដែលស្លាប់បាទអ្នកដែលស្លាប់ហ្នឹងគឺភាគច្រើនគឺត្រូវផ្នែកសំខាន់តែម្ដងគឺត្រូវជាភាសាគឺប្រអប់បេះដូងនឹងដងសួតដងស្រាវតែម្ដងបាទបើសិនណាជាគេដោយកូនខ្ញុំនេះគេបាញ់ចេញពីចូលពីខាងស្ដាំមកធ្លាយដោះខាងឆ្វេងបាទនេះរុនចូលបាទនេះរុនចូលបាទនេះបាទរាងស្ដាំកាត់តាមបេះដូងកាត់តាមតងសួតទាំងមកគឺធ្លាយនឹងការបង្ក្រាបនេះបើតាមគិតទៅមិនមែនបង្ក្រាបគ្រាន់តែរបួសគ្រាន់តែអីគឺថាបាញ់សម្លាប់មិនឲ្យតដៃបានមិនឲ្យបាទខ្ញុំចង់អនុញ្ញាតសួរលោកបន្តទៀតលោកជាអនុប្រធានភូមិហើយនៅក្រោយពេលដែលកូនលោកបាត់បង់ជីវិតហ្នឹងតើខាង
រដ្ឋអំណាចប្រធានភូមិប្រធានឃុំក៏ដូចជាប្រធានស្រុកឬក៏ប្រធានខេត្តបានគេមកចុះសួរសុខទុក្ខទេបាទពេលដែលខ្ញុំយកសពកូនខ្ញុំមកដល់ផ្ទះស្អែកឡើងធ្វើបុណ្យតាមប្រពៃណីខ្មែរហ្នឹងគឺខាងឃុំហ្នឹងគេនាំសហការីបានមួយក្រុមមកចូលរួមក្នុងពិធីបុណ្យសពដែរគឺគេបានពំនាំនៅប្រាក់នៅចំនួន 20,000 រៀលហើយក្នុងថ្ងៃនោះដែរខាងស្រុកនោះក៏គេបានដឹកនាំក្រុមការគេមួយក្រុមដោយដឹកនាំក្រុមការគេនឹងងារគេមួយក្រុមនឹងប្រាក់ចំនួន 20,000 រៀលដែរបាទហើយក្នុងថ្ងៃតែមួយហ្នឹងគឺខាងថ្នាក់ខេត្តដែលគាត់មានមុខនីតិពង្រឹងឃុំម្លៀងគ្រឿនេះគឺគាត់បាននាំទឹកប្រាក់ចំនួន 20,000 សរុបទាំងអស់គឺ 60,000 រៀលមកដល់ក្រុមគ្រួសាររបស់ខ្ញុំបាទប៉ុន្តែចាប់តាំងពីថ្ងៃនោះមកទល់ថ្ងៃនេះគឺអត់មានអ្នកណាខាងរាជរដ្ឋាភិបាលនឹងគេមកទំនាក់ទំនងឬមួយក៏មកសួរសុខទុក្ខអីយើងយ៉ាងណាទេគេគ្រាន់តែទូរស័ព្ទមកថាឲ្យយើងកាត់ចិត្តតែប៉ុណ្ណោះបាទខ្ញុំចង់សួរលោកបន្តទៀតនៅពេលនេះលោកពីមុនកូនលោកស្លាប់លោកជាសមាជិកគណៈបកប្រជាជនកម្ពុជាបានសេចក្តីថាលោកមានទស្សនៈផ្សេងចុះឥឡូវហ្នឹងលោកដែលកូនលោកត្រូវបានគេបាញ់ប្រហារដោយកងទ័ពដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាក្នុងនាមលោកតើលោកមានអារម្មណ៍យ៉ាងណាចំពោះគណៈបកប្រជាជនហើយបែរទៅគណៈបកសង្គ្រោះជាតិតើលោកចាប់អារម្មណ៍យ៉ាងម៉េចខ្ញុំគិតថាមកទល់សពថ្ងៃនេះចាប់តាំងពីថ្ងៃកូនខ្ញុំស្លាប់ថ្ងៃទី3ខែ1ឆ្នាំ2014មកទល់ថ្ងៃនេះដោយសារការក្រៀមក្រំដោយសារការខឹងកេបក្រោតពោះការបង្ក្រាបខ្ញុំនៅក្នុងចិត្តដឹងខ្លួនឯងថាប្រហែលជាខាងគណៈបកប្រជាជននឹងប្រហែលជាគេដកតែក្តីទុកចិត្តពីខ្ញុំយ៉ាងហោចទៅ50%ដែរបាទអញ្ចឹងខ្ញុំក៏មានអារម្មណ៍ថាគេក៏លែងទុកចិត្តបាទប៉ុន្តែទូនាទីនិងភារកិច្ចដែលកំពុងតែធ្វើនេះបើសិនណាជាគេនៅតែទុកយើងឲ្យធ្វើការយើងគឺថាព្រមធ្វើទៅចេះតែធ្វើទៅប៉ុន្តែខាងផ្នែកគ្រប់គ្រងខ្ញុំព្រមទាំងកូនចៅទាំងអស់ហ្នឹងគឺក្នុងន័យវិចារណាសិនថាបើគេមានការទទួលខុសត្រូវខ្ពស់ក្នុងការបង្ក្រាបបាតកម្មបើមានការទទួលខុសត្រូវខ្ពស់ក្នុងការចិញ្ចឹមចៅចិញ្ចឹមកូនដែលគ្នាកំព្រាឪពុកនោះខ្ញុំនឹងមានការពិចារណាម្ដងទៀតបាទខ្ញុំចង់សួរមកសង្ងួរទៀតនៅពេលដែលកូនប្រុសរបស់លោកបានបាត់បង់ជីវិតទៅតើមានសង្គមស៊ីវិលក៏ដូចជាគណៈបកសង្គ្រោះជាតិហ្នឹងក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរគេបានមកចុះសួរសុខទុក្ខដល់គេហដ្ឋានលោកទេបាទតាំងពីថ្ងៃនោះមកដល់ថ្ងៃនេះសពរដ្ឋជនភាគច្រើនគឺនៅឯនីសមុទ្រលោកបានទូរស័ព្ទមកជួយរំលែកទុក្ខបាទលោកបានទូរស័ព្ទមកជួយរំលែកទុក្ខដូចជានៅសហរដ្ឋអាមេរិកដូចជានៅអូស្ត្រាលីដូចជានៅអូស្ទ្រីសដូចជានៅកាណាដាដូចជានៅហុងកុងកូរ៉េបាទច្រើនប្រទេសទៀតដែលលោកបានទូរស័ព្ទមកជួយសូមចូលរួមរំលែកទុក្ខហើយលោកក៏បានផ្ញើជាថវិកាបាទខ្លះមកជួយចូលរួមរំលែកទុក្ខក្នុងការធ្វើបុណ្យធ្វើទាននេះជាពិសេសដោយសារគណៈបកសង្គ្រោះជាតិលោកក៏បានយកចិត្តទុកដាក់ក្នុងការទទួលខុសត្រូវមើលដៃកម្មករដៃរងរបួសទាំងអ្នកស្លាប់ទាំងអ្នករងរបួសទាំងអ្នកជាប់ពន្ធនាគារគឺខ្ញុំឃើញខាងមន្ត្រីរបស់គណៈបកសង្គ្រោះជាតិនឹងគឺមានការទទួលខុសត្រូវខ្ពស់ដូចជាសពកូនសម្បានពីដើមគឺថ្ងៃស្លាប់ថ្ងៃខ្ញុំទៅយកសពក៏ខាងគណៈបកសង្គ្រោះជាតិនឹងលោកជួយថវិកាសម្រាប់ឲ្យខ្ញុំយកធ្វើបុណ្យហើយដឹកសពដល់ផ្ទះព្រលឹមឡើងនឹងក៏លោកតំណាងរាជកំពង់ស្ពឺនឹងលោកដឹកនាំដោយសហការីរបស់លោកមកចូលរួមរំលែកទុក្ខឲ្យលោកក៏បាននាំបច្ច័យមួយចំនួនធំមកចាប់អ្នកចាប់ផលក្នុងពិធីបុណ្យជាបណកិច្ចកូនខ្ញុំបាទហ្នឹងហើយមកដល់ថ្ងៃ7ថ្ងៃធ្វើបុណ្យ7ថ្ងៃហ្នឹងលោកក៏បានដឹកនាំសហការីព្រមទាំងក្រុមការងារទូតទាំងខេត្តកំពង់ស្ពឺហ្នឹងមកចូលរួមរំលែកចូលបុណ្យបាទដឹកនាំបច្ច័យមកចូលបុណ្យនិងចូលរួមក្នុងពិធីបុណ្យហ្នឹងយ៉ាងអធិកធមហើយគាត់ក៏បានទូរស័ព្ទឲ្យក្រុមគ្រួសាររបស់ខ្ញុំហ្នឹងទៅជួបនៅតាមគេអដ្ឋានដែលអ្នកសពរស់ជនពីក្រៅមកប្រាប់ចំណុចថាយើងទៅទាំងនេះត្រូវទៅទាំងនោះនោះបាទគឺថាក្រុមគ្រួសាររបស់ខ្ញុំនឹងបានទទួលប្រាក់ជាបន្តបន្ទាប់ប៉ុន្តែលោកមិនបានច្រើនទេព្រោះថាមិនមែនតែយើងម្នាក់ឯងមានអ្នកស្លាប់
3នាក់ទៀតហើយមានអ្នករងរបួសនៅមន្ទីរពេទ្យ3មន្ទីរពេទ្យហើយមានអ្នកជាប់ពន្ធនាគារទៀតអញ្ចឹងប្រាក់បន្តិចបន្តួចលោកតែងរំលែកបាទចែកឲ្យរស់បានគ្រប់គ្នាបាទអញ្ចឹងបានសេចក្តីថាលោកជាសកម្មជនរបស់គណៈបកប្រជាជនកម្ពុជាបើយើងប្រៀបធៀបទៅថាលោកបានមានប្រសាសន៍មុនថាมันមានអ្នកណាយកចិត្តទុកដាក់គាត់ថាមកបពេលហើយរួចទៅបាត់ទៅបើយើងប្រៀបធៀបនឹងគណៈបកសង្គ្រោះជាតិឃើញថាគេយកចិត្តទុកដាក់តែអារម្មណ៍របស់លោកយ៉ាងម៉េចខ្ញុំដោយឃើញថាមានការទទួលខុសត្រូវខ្ពស់ក្នុងការជួយឧបត្ថម្ភនិងការផ្ដល់កម្លាំងចិត្តអញ្ចឹងខ្ញុំហាក់ដូចជាចាប់អារម្មណ៍គណៈបកសង្គ្រោះជាតិបាទចាប់អារម្មណ៍ខ្លាំងដែរបាទចាប់អារម្មណ៍ខ្លាំងប៉ុន្តែក្នុងន័យនេះគឺខ្ញុំបាទសូមថាពិចារណាមើលសិនដូចខ្ញុំបានពោលពីខាងដើមថាបើសិនណាជាគេទទួលខុសត្រូវក្នុងការធ្វើបាញ់ប្រហារនេះខ្ញុំនឹងមានការពិចារណាទៀតតែបើថាដោយសង្វាយនេះប្រហែលជាខ្ញុំពិចារណាថាប្រហែលជាអាចងាកមកគ្រប់គ្រងគណៈបកសង្គ្រោះជាតិនឹងថាបានសូមថ្លែងអំណរគុណដល់លោកសួសំអល់ដែលជាឪពុករបស់លោកកឹមផលៀបដែលត្រូវកងកម្លាំងមានសមត្ថកិច្ចជាពិសេសកងយោធាឆាប់យង911បានបាញ់ស្លាប់កាលពីពេលថ្មីនេះខ្ញុំសូមថ្លែងអំណរគុណដល់លោកដែលបានធ្វើកិច្ចសម្ភាសជាមួយនឹងវិទ្យុខ្មែរប៉ុស្តិ៍បាទសូមជម្រាបលាបាទខ្ញុំក៏សូមថ្លែងអំណរគុណដល់វិទ្យុខ្មែរប៉ុស្តិ៍ដែរដែលថ្ងៃនេះលោកបានមកដល់គេដ្ឋានរបស់ខ្ញុំបាទថតតាំងរូបខ្ញុំបាទថតតាំងរូបភាពបាទទាំងព្រមទាំងធ្វើការសម្ភាសយ៉ាងហោហាយយ៉ាងបោះបាយនេះបាទសូមថ្លែងអំណរគុណជាទីបំផុតបាទមូលនិធិសង្គ្រោះជាតិយើងទាំងអស់គ្នារួមជាមួយសាគមខ្មែរនិងពុទ្ធបរិស័ទព្រមទាំងព្រះសង្ឃបានមូលមតិគ្នាធ្វើបុណ្យផ្កាដើម្បីប្រមូលថវិកាជួយដល់បងប្អូនខ្មែរដែលកំពុងតែទាមទាររកយុត្តិធម៌សេរីភាពប្រជាធិបតេយ្យជូនជាតិមាតុភូមិយ៉ាងសកម្មជារៀងរាល់ថ្ងៃដើម្បីសម្ដែងនូវការគាំទ្រការលើកទឹកចិត្តនិងការគោរពដល់ឆន្ទៈដ៏ខ្ពង់ខ្ពស់និងទឹកចិត្តសប្បុរសធម៌ថ្លៃថ្លារបស់បងប្អូនខ្មែរយើងដែលកំពុងតែជួបប្រទះនឹងមហាអាសន្នដ៏ធ្ងន់ធ្ងរនៅក្នុងស្រុកខ្មែរយើងខ្ញុំទាំងអស់គ្នាសូមអញ្ជើញដោយគោរពដល់សប្បុរសជនទាំងអស់មេត្តាអញ្ជើញចូលរួមឲ្យបានច្រើនកកចាប់មគ្គផលអនុមោទនាតាមសទ្ធាជ្រះថ្លារបស់អស់លោកអ្នកតាមសេចក្តីប្រាថ្នាចុះសូមអរគុណទុកជាមុនបុណ្យផ្កាសាមគ្គីនេះមានការចូលរួមនិងឧបត្ថម្ភពីវត្តធម្មរាំងសីនិងវត្តច័ន្ទរាំងសីខ្មែរក្រោមការបរិច្ឆេទថ្ងៃសៅរ៍ទី25ខែមករាឆ្នាំ2014នៅវត្តពុទ្ធិវង្សម៉ោង14ជួបជុំពុទ្ធបរិស័ទម៉ោង 14:30 នាទីអ្នកនមស្ការសមាទានសិលចម្រើនព្រះបរិត្តយើងខ្ញុំសូមអញ្ជើញពុទ្ធបរិស័ទសប្បុរសជនទាំងអស់ស្រស់ស្រូបដោយមេត្រីភាពជាកិច្ចបញ្ចប់បុណ្យសូមអរគុណចាលោកអ្នកនាងស្ដាប់ជាទីមេត្រីតទៅនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់នៅនីតិសប្បុរសធម៌ដែលមានជាបន្តដូចតទៅចាលោកអ្នកនាងស្ដាប់ជាទីមេត្រីមុននឹងបញ្ចប់នៅកម្មវិធីផ្សាយសូមអញ្ជើញលោកអ្នកនាងមកតាមដានស្ដាប់នៅនីតិសប្បុរសធម៌ដែលជម្រាបជូនដល់នាងខ្ញុំសេងរស្មីដូចតទៅពុទ្ធិកសមាគមខ្មែរប្រចាំនៅទីក្រុង Charlotte រដ្ឋ North Carolina សហរដ្ឋអាមេរិកបានប្រារព្ធធ្វើពិធីបុណ្យផ្កាប្រាក់សាមគ្គីមួយដើម្បីប្រមូលថវិកាទៅជួយឧបត្ថម្ភទៅដល់កម្មករដែលរងរបួសនិងស្លាប់ដែលត្រូវបានកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចលោកហ៊ុនសែនចុះបង្ក្រាបកាលពីថ្ងៃទី2ទី3ខែមករាឆ្នាំ2014កន្លងទៅចាដែលនៅក្នុងកម្មវិធីបុណ្យផ្កាប្រាក់ខាងលើនេះមានអ្នកផ្ដើមបុណ្យរួមមានព្រះតេជគុណប៊ុនលេងលោកលុតធឿមលោកលុតធីលោកប៊ុនអរិទ្ធលោកនៅហ៊ឿននិងលោកងឿមងួនចាដែលនៅក្នុងពិធីនេះរៃអង្គាបានថវិកាចំនួន$3,450សហរដ្ឋអាមេរិកចាដែលនៅក្នុងនោះបែងចែកទៅដល់អ្នកដែលរងរបួសចំនួន21នាក់ក្នុងមួយនាក់$50សហរដ្ឋអាមេរិកស្មើនឹង$1,050សហរដ្ឋអាមេរិកជូនមកដល់វិទ្យុខ្មែរប៉ុស្តិ៍$100សហរដ្ឋអាមេរិកជូនទៅដល់ក្រុមគ្រួសារសព5គ្រួសារក្នុងមួយគ្រួសារ$100សហរដ្ឋអាមេរិកប្រកែកទៅដល់ព្រះតេជគុណបិទបន្ទិញ$100សហរដ្ឋអាមេរិកជូនទៅដល់អ្នកចាប់ឃុំ23នាក់ចំនួន$300សហរដ្ឋអាមេរិកជូនជាសហយចំនួន$100សហរដ្ឋអាមេរិកនិងជូនទៅដល់គណៈបក្សសង្គ្រោះជាតិចំនួន$1,300សហរដ្ឋអាមេរិកប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកាណាដារួមមានលោកមុំគីបានឧបត្ថម្ភ$100កាណាដាលោកអ៊ុំហាក់លោកចំហៀកនិងលោកហនយ៉ែមចាដែលលោកទាំង3ឧបត្ថម្ភ$100លោកពៅទូច$50កាណាដាលោកជ្រឹងតូ$50កាណាដាលោកជុងគឿន
$20 កាណាដាលោកវ៉ាន់សារី$20 កាណាដាលោកខៀសឿម$25 កាណាដាលោកចាន់រ៉េត$20 កាណាដាលោកសាន់សារ៉េត$20 កាណាដាលោកចាន់សារ៉ៃ$10លោកឌីរិច$10លោកព្រំសុជាតិ$10និងលោកថៃយ៉ាន$10ចាដែលទឹកប្រាក់សរុបទាំងអស់គឺមានចំនួន$450 កាណាដាបូកជាមួយនឹង$100សហរដ្ឋអាមេរិកចាដែលលុយកាណាដាដូរបានចំនួន$400សហរដ្ឋអាមេរិកចាដែលទឹកប្រាក់ទាំងអស់នោះប្រគល់ជូនទៅដល់គណៈបក្សសង្គ្រោះជាតិ$130ជូនមកដល់វិទ្យុខ្មែរប៉ុស្តិ៍$50ជូនទៅដល់ព្រះសង្ឃវុនសំណាង$50ជូនទៅដល់អ្នករបួស$100ជូនទៅដល់លោកវ៉ាន់ពៅ$50ជូនទៅដល់យុវជនខៀងស៊ីណា$20សូមអរគុណបាទជំរាបសួរលោកស្រីនិងនាងកញ្ញាស្ដាប់វិទ្យុម៉ៃប៉ុស្តិ៍ជាទីមេត្រីខ្ញុំបាទថ្ងៃនេះសូមថ្លែងអំណរគុណទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលតែងតែយកចិត្តទុកដាក់ទៅលើកម្មការនេះដែលត្រូវរករបួសសម្រាប់នៅមន្ទីរពេទ្យនិងកម្មករមួយចំនួនដែលបានស្លាប់ដោយសារកងកម្លាំងយោធាឆ័ត្រយង911បានបង្ក្រាបកាលពីថ្ងៃទី2ទី3ខែមករាឆ្នាំ2013សពរដ្ឋជនដែលខ្ញុំបានទទួលនៅថ្ងៃនេះមានដូចខាងក្រោមនេះពីប្រទេសបារាំងបងប្អូនខ្មែរបានប្រមូលថវិកាចំនួន$120ដែលមានលោកស្រីសុសុភីនិងអ្នកស្រីអ៊ុំដាណាយ៉េតកញ្ញាស្រីណែតសរុបទឹកប្រាក់$120នៅក្នុងនោះត្រូវបែងចែកដោយព្រះសង្ឃព្រះនាមវឿងសំណាង$100និងលោកពេជ្រសវណ្ណ$20សូមអរគុណពីសហរដ្ឋអាមេរិកបងប្អូនខ្មែរនៅ Stockton រដ្ឋ California ដែលបានប្រមូលជាថវិកាសរុបចំនួន$380តាមរយៈអ្នកស្រី Q Borenដែលមានដូចខាងក្រោមនេះជូនទៅព្រះសង្ឃវឿងសំណាង$50លោកខៀងស៊ីណាក់ដែលរបួសភ្នែក$50លោកពេជ្រសវណ្ណ$20លោកវ៉ាន់ពៅ$20លោកអិនសុខា$20លោកច័ន្ទរិទ្ធស័ក្តិ$20កញ្ញាមូនស៊ីម៉ុន$20អ្នកស្លាប់4នាក់$80ក្នុងម្នាក់ទទួលបាន$20ជូនទៅគណៈបក្សសង្គ្រោះជាតិ$100ពីសហរដ្ឋអាមេរិកផងដែរលោកតាន់សូនីបានប្រមូលជាថវិកាបាន$485ក្នុងនោះត្រូវបែងចែកទៅដល់ព្រះសង្ឃវឿងសំណាង$260និងលោកខៀងស៊ីណាក់ដែលរងរបួសភ្នែកនោះ$200ចំណែកលោកពេជ្រសវណ្ណ$25បាទខ្ញុំបាទពេជ្រសវណ្ណសូមថ្លែងអំណរគុណទៅដល់បងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលបានយកចិត្តទុកដាក់ចំពោះបងប្អូនកម្មការនេះក៏ដូចជាព្រះសង្ឃដែលកំពុងតែព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានានៅទីក្រុងភ្នំពេញបាទខ្ញុំបាទសូមជូនពរដល់បងប្អូនឲ្យជួបពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈបដិភានអ្នកកំបីឃ្លាតឡើយសូមអរគុណបាទក្នុងកម្មវិធីមនុស្សធម៌នេះផងដែរខ្ញុំបាទសុកស៊ីវិនសូមធ្វើសេចក្តីរាយការណ៍ពីប្រទេសកាណាដាបាទនៅថ្ងៃទី11ខែមករាឆ្នាំ2014នៅវត្តពុទ្ធសថារាមហៅថាវត្តពរយាយនោះមូលនិធិសង្គ្រោះជាតិរួមជាមួយនឹងប្រជាពលរដ្ឋខ្មែរបានរៀបអង្គារលុយសរុបទឹកប្រាក់ទាំងអស់គឺបាន$2993បន្ទាប់ពីការចាយវាយមកគឺសល់តែ$2653ហើយក្នុងនោះផងដែរវិទ្យុខ្មែរប៉ុស្តិ៍ក៏បានទទួលថវិកា$200សម្រាប់ជួលម៉ោងផ្សាយផងដែរបាទសម្រាប់យុវជនវេះភ្នែកវិញលោកយាយរុនបានវិភាគទាន$50លោកអ៊ុំបួយ$20លោកច័ន្ទថា$20អ្នកស្រីមុំសុភីប$20បាទសូមថ្លែងអំណរគុណដល់លោកនិងលោកស្រីដែលមកពីទីក្រុងកេបិចឧបត្ថម្ភតាមរយៈលោកស្រីប៉ូលីនស៊ីនដល់វិទ្យុខ្មែរប៉ុស្តិ៍$50ហើយដល់លោកសួងសុភ័ណ្ឌ$50បាទតាំងនាមឲ្យវិទ្យុខ្មែរប៉ុស្តិ៍ខ្ញុំបាទសុកស៊ីវិនសូមថ្លែងអំណរគុណដល់សពរដ្ឋជនទាំងអស់សូមអស់លោកស្រីនាងកញ្ញាទាំងអស់ប្រកបទៅដោយសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់ប្រការខ្ញុំបាទសុកស៊ីវិនសូមអរគុណសូមជម្រាបលាបាទលោកអ្នកនាងជាទីមេត្រីកម្មវិធីរបស់វិទ្យុខ្មែរប៉ុស្តិ៍មានផ្សាយជារៀងរាល់ថ្ងៃចាប់ពីម៉ោង7ដល់ម៉ោង8យប់ម៉ោងនៅក្នុងប្រទេសកម្ពុជាតាមរលកធាតុអាកាសខ្លី Shortwave SW 9.96 MHz ក្នុងបង់ទី3 AM 9960 kHz ក្នុងកម្ពស់31ម៉ែត្រអាចស្ដាប់ឮទូទាំងប្រទេសកម្ពុជានិងប្រទេសជិតខាងលោកអ្នកនាងអាចស្ដាប់បានតាមប្រព័ន្ធអន្តរបណ្ដាញអ៊ីនធឺណិតដែលមាន website www.thekhairpost.com
ការផ្សាយរបស់វិទ្យុយើងនាពេលនេះចប់តែប៉ុណ្ណេះសូមលោកអ្នកនាងរងចាំស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុខ្មែរប៉ុស្តិ៍នៅពេលនិងម៉ោងដដែលសូមជូនពរដល់អស់លោកស្រីឲ្យបានប្រកបដោយសេចក្តីសុខចម្រើនគ្រប់ប្រការសូមជម្រាបលា